ខ្ញុំបានឆ្លងកាត់ម្ដាយខ្ញុំបានប្រឡងជាប់ពិតជាខ្ញុំបានធ្វើវាម៉ាក់ខ្ញុំជាកម្ពុជាអ្នកប្រាជ្ញនៅពេលអ្នកបើកទីបំផុតអ្នកនឹងធ្វើអ្វីមួយដោយខ្លួនឯងអនុញ្ញាតឲ្យខ្ញុំមើលអ្នកឲ្យល្អតើអ្នកណាជាកម្ពុជាអ្នកប្រាជ្ញឆ្នាំនេះលីនវេងយុនមិនមែន Marquess របស់កូនស្រី Chandy នោះទេខ្ញុំឈ្មោះ Lin Wen Yuan កញ្ញាជីតើអ្នកត្រូវការអ្វី Lin Wen Yuan តើអ្នកនឹងរៀបការជាមួយទ្រព្យសម្បត្តិរបស់ Marquess ទេខ្លាយជាមហេសីរាជរបស់ខ្ញុំកំពុងចាប់កូនកំលោះនៅក្រោមបញ្ជី Marquess របស់ Yan Bei មានត្រចៀករបស់អធិរាជអ្នកប្រាជ្ញ Lin រៀបការជាមួយទ្រព្យសម្បត្តិហើយអ្នកនឹងកើនឡើងដល់ភាពអស្ចារ្យខ្ញុំទទួលយកនៅពេលអ្នកបើកឆ្មាំនាំកូនកំលោះទៅផ្ទះវិញយួនកូនប្រុសរបស់ខ្ញុំកុំបោះបង់ខ្ញុំដែលជាអ្នកនេសាទនេះនាងចាប់ត្រីនៅឆ្ងាយពីខ្ញុំកញ្ញាឈីនេះគឺជាម្ដាយរបស់ខ្ញុំតើនាងអាចមកជាមួយយើងទៅកាន់អចលនទ្រព្យបានទេអចលនទ្រព្យរបស់ Marquess ស្វាគមន៍តែអ្នកប្រាជ្ញកម្ពុជាប៉ុណ្ណោះមិនវង្វេងខ្លះស្វែងរកឯកសារចែកជូននៅពេលដែលអ្នកចង់យកស្ត្រីនេះទៅឆ្ងាយកុំបំផ្លាញការប្រមាញ់កូនកំលោះរបស់ខ្ញុំម្ដាយវេងយានលេងវិញយួនគិតដោយប្រុងប្រយ័ត្នតើអ្នកនឹងជាមហេសីរាជវង្សឬនៅជាមួយស្ត្រីអ្នកនេសាទនេះជាកសិករជារៀងរហូតម្ដាយចាប់តាំងពីអចលនទ្រព្យនឹងមិនយកអ្នកសម្រាប់អនាគតរបស់ខ្ញុំប្រហែលជាអ្នកគួរត្រឡប់ទៅភូមិវិញនិងថែរក្សាខ្លួនអ្នកនៅពេលដែលអ្នកនៅលើតើអ្នកបោះបង់ចោលម្ដាយរបស់អ្នកយាយជួយខ្ញុំផងកូនរហ័សឲ្យបង្គោលនោះមកខ្ញុំហេតុអ្វីបានជាអ្នកលាក់នៅក្នុងអាងជួយសង្គ្រោះខ្ញុំនរណាម្នាក់កំពុងសម្លាប់ខ្ញុំសម្លាប់អ្នកឃើញកូនលេខផ្លាស់ទីតាមមកជាមួយខ្ញុំលាក់ទុកកុំបារម្ភខ្ញុំនឹងមិនអនុញ្ញាតឲ្យពួកគេស្វែងរកអ្នកទេស្ត្រីអ្នកនេសាទបានឃើញកូនអាយុ5 ឬ 6 ឆ្នាំមិនដែលឃើញទេខ្ញុំកំពុងនិយាយជាមួយអ្នកនិយាយថាអ្នកបានឃើញគាត់ឬអត់ខ្ញុំមិនមានទេបងប្រុសធំនេះនៅទីនេះទេបើវាជាត្រីទាំងអស់ដែលខ្ញុំចាប់មិនបានផ្លាស់ទីប្រធានក្រុមពួកគេគ្រាន់តែជាមនុស្សទៀតប៉ុណ្ណោះផ្លាស់ទីតាមអនុញ្ញាតឲ្យទៅកូនតើអ្នកឈឺចាប់ទេផ្ទះអ្នកណែណាខ្ញុំនឹងយកអ្នកមកវិញមិនអាចចាំថាក្បាលរបស់ខ្ញុំឈឺខ្លាំងណាស់កូនស្ថានសុខបានបញ្ជូនអ្នកមករកខ្ញុំនៅរឿងតូចមួយដ៏អាក្រក់ចាប់ពីពេលនេះទៅយើងនឹងក្លាយជាជីដូននិងចៅប្រុសបូសមិនដែលប្រើ51 BC0 ក785តាំងពីកូនប្រុសរបស់យើងបានរកអធិរាជបានធ្លាក់ខ្លួនឈឺដោយទុកព្រួយគាត់បានសន្លប់3ថ្ងៃហើយអ្នកណាដឹងថាពេលណាគាត់នឹងខ្ញុំបានសួរចម្លើយឃាតកពួកគេអះអាងថាពួកគេមិនបានរកឃើញរួចឬទេស្ថានសុខការពារកូនប្រុសនិងឪពុករបស់យើងពួកគេនឹងមានសុវត្ថិភាពមើលជីដូនខ្ញុំបានរកឃើញវានៅក្នុងសម្បកសមុទ្រគុជខ្យងដ៏ធំបែបនេះរួយរបស់យើងនាំមកនៅសំណាងល្អដូចគុជខ្យងរបស់ខ្ញុំRudy ready គិតការពារភាពរុងរឿងរបស់គាត់
ចៅប្រុសរបស់ខ្ញុំសូមទោសលោកតាព្រះករុណាក្មេងនោះឥឡូវមើលទៅដូចរួយតើអ្នកមានន័យថាមើលទៅដូចអ្វីនោះគឺជាចៅប្រុសរាជរបស់ខ្ញុំព្រះចៅអធិរាជអ្នកភ្ញាក់ហើយអ្នកអនុញ្ញាតឲ្យចៅប្រុសរបស់ខ្ញុំរអិលតាមរាមដៃរបស់អ្នកតើអ្នកកំពុងព្យាយាមសម្លាប់ខ្ញុំក្មេងនោះពិតជារួយខ្ញុំបានឃើញវាដោយផ្ទាល់ភ្នែកចូលទៅតាមពួកគេឥឡូវនេះតាមដែលអ្នកបង្កប់ស្វែងរកគ្រប់អ៊ីងនៃទឹកដីនេះរហូតដល់ចៅប្រុសរបស់ខ្ញុំត្រូវបានរកឃើញរួយធ្វើបាបយាយខ្ញុំសុខសប្បាយទេអរគុណអ្នកខ្លាចខ្ញុំយាយរូឌីលោកបណ្ឌិតសុខសប្បាយជាចៅប្រុសរបស់ខ្ញុំរបួសចាស់របស់គាត់មិនដែលជាសះស្បើយហើយគាត់បានធ្លាក់ពីបណ្ដាលឲ្យមានកំណកឈាមក្នុងខួរក្បាលតែគ្មានការព្យាបាលភ្លាមគាត់ប្រហែលជាមិនភ្ញាក់ទេសូមជួយសង្គ្រោះគាត់ផងខ្ញុំសូមអង្វរអ្នកឲ្យជួយសង្គ្រោះគាត់ខ្ញុំទៅជាថ្នាំហើយគាត់អាចរស់បានគត់មើលទៅវានឹងដំណើរការល្អឥតខ្ចោះទាំងនេះគឺជាគុជខ្ញុំសមុទ្រខាងកើតជាមួយទាំងនេះចៅប្រុសរបស់អ្នកនឹងជាសះស្បើយពេជ្ជបណ្ឌិតប្រើពួកគេដើម្បីជួយសង្គ្រោះរួយគុជសមុទ្រខាងកើតទាំងនេះជាកម្មសិទ្ធិរបស់ផ្ទះ Marquis ភាគខាងជើងរបស់ខ្ញុំកញ្ញាជឿអ្វីដែលនាំអ្នកមកទីនេះខ្ញុំបានឮថាអ្នកមានគុជអេកពិសេសប្រកូលគុជទាំងនោះមិនមែនជារបស់ខ្ញុំទេពួកគេជាកម្មសិទ្ធិរបស់ស្ត្រីនេះម្ដាយគុជទាំងនេះគឺជារបស់អ្នកល្អឥតខ្ចោះផ្ដល់ឲ្យពួកគេមកខ្ញុំមិនមានគុជទាំងនេះសម្រាប់ការព្យាបាលរបស់រួយទេខ្ញុំជាកូនពិតរបស់អ្នកហេតុអ្វីខ្វល់ពីកូនខ្លះពីមានបានប្រកាសទីទីយាតដែលបានបាត់បង់ជីវិតជាយូរមកហើយនឹងត្រឡប់មកវិញស្រីទាំងអស់កំពុងរៀបចំអំណោយប្រសិនបើវិញយួនទទួលបានគុជទាំងនេះជាការគោរពជូនសម្ដេចរាជបុត្រីគាត់នឹងទទួលបានការពេញចិត្តពីព្រះមហាក្សត្រផ្ដល់ឲ្យពួកគេមកខ្ញុំឥឡូវនេះទេនៅពេលអ្នកឈប់នៅពេលដែលអ្នកនៅលើនៅពេលអ្នកគ្មានគុជទាំងនេះត្រូវតែជាដីដើម្បីជួយសង្គ្រោះជីវិតរបស់រួយអនុញ្ញាតឲ្យគាត់ស្លាប់នៅពេលនោះនៅពេលដែលអ្នកនៅលើរៃតើមានអ្វីខុសគ្រូពេទ្យខ្ញុំសូមអង្វរអ្នកឲ្យជួយចៅរបស់ខ្ញុំឥឡូវនេះថាវាមកដល់ទីនេះមានជំរឿចុងក្រោយមួយប្រាប់ខ្ញុំថាវាមានគ្រោះថ្នាក់ខ្លាំងណាស់ប្រសិនបើវាអាចជួយសង្គ្រោះរាយវាយខ្ញុំនឹងធ្វើអ្វីទាំងអស់ជីតាអរគុណអ្នកភ្ញាក់ហើយយាយមានរឿងអីព្រះករុណាមើលទៅសំណាងពុកពីទីខាងកើតបានបង្រួបបង្រួមជាដំបូលដូចដែលអត្ថបទបុរាណបានពិពណ៌នាសញ្ញានៃឈាមរបស់ស្ដេចកំពុងលេចចេញមកកូនរបស់យើងត្រូវតែនៅទីនោះជីដូនរបស់អ្នកបានប្រថុយជីវិតរបស់នាងប្រហែលជាមិនកាន់យូរទេរួយជាទីស្រឡាញ់របស់ខ្ញុំប្រហែលជាមិនឃើញអ្នកធំឡើងចាប់ពីពេលនេះទៅទេថែរក្សាខ្លួនអ្នកឲ្យបានល្អយាយមានអ្វីកំពុងកើតឡើងនរណាម្នាក់ជួយសង្គ្រោះជីដូនរបស់ខ្ញុំរួយកូនរបស់យើងកូនប្រុសរបស់ខ្ញុំទីបំផុតខ្ញុំបានរកឃើញអ្នកជាកូនរបស់ខ្ញុំក្បាលខ្ញុំជឿខ្លាំងណាស់កូនប្រុសរាវខ្ញុំចាំពេលនេះឈ្មោះរបស់ខ្ញុំគឺមរងរួយព្រះអង្គម្ចាស់នៃមហា Gen Father ម៉ែសូមជួយលោកយាយខ្ញុំផងក៏ហៅគ្រូពេទ្យអធិរាជខ្លាចស្លាប់កុំបារម្ភរាវីយាយសុខរួយក្រោកឡើងឥឡូវនេះអ្នកនឹងបុកយាយរបស់អ្នកតើយើងជានរណាគឺជាឪពុកម្ដាយពិតរបស់អធិរាជនិងអធិរាជរួយអូស្ត្រីដ៏រៀបទៀបនេះគោរពមិនត្រូវការទម្រង់បែបបទទេអ្នកបានសង្គ្រោះព្រះរាជបុត្រាតែមួយគត់របស់យើងព្រះអង្គម្ចាស់នៃមហាជាគ្រួសារអធិរាជម្រងរបស់យើងទេដែលជំពាក់អ្នកប៉ុន្តែចាប់ភពទាំងមូលស្ថិតនៅក្នុងបំណុលរបស់អ្នកនាំយកអំណោយ10,000 កន្ទុយនៃប្រាក់ 100,000 កន្ទុយនៃមាសនិង1 លានគុជសម្រាប់លោកយាយហាងទំនើបក្នុងរាជធានីហើយអចលនទ្រព្យនៅទូទាំងចក្រភពគឺជារបស់អ្នកទាំងអស់នេះ
ទាំងនេះមានតម្លៃណាស់ខ្ញុំមិនអាចទទួលយកបានឡើយទាំងនេះគឺជាអំណោយដ៏ស្មោះត្រង់របស់គ្រួសារអធិរាជរបស់យើងសូមកុំបដិសេធពួកយើងអ្នកបានសង្គ្រោះព្រះអង្គម្ចាស់ចាប់តាំងពីគាត់ហៅអ្នកថាយេយើងដាក់ឈ្មោះអ្នកជាព្រះចៅអធិរាជប៉ុន្តែខ្ញុំគ្រាន់តែជាអ្នកនេសាទខ្ញុំមិនអាចក្លាយជាអធិរាជលោកយាយបានជួយជីវិតខ្ញុំគាត់បានផ្ដល់ឱកាសទី2ដល់ខ្ញុំចង់នៅជាមួយនាងជារៀងរហូតស្នាក់នៅក្នុងវិមានជាមួយយើងព្រះករុណាឲ្យខ្ញុំនឹងគោរពអ្នកដូចជាម្ដាយរបស់យើងនឹងមើលថែអ្នកជានិច្ចប៉ុន្តែឯបានលើករួយមិនមែនសម្រាប់រង្វាន់ទេបើយាយមិននៅទេខ្ញុំនឹងលាឈប់ធ្វើជារាជទាយាទខ្ញុំនឹងត្រឡប់ទៅជួយយាយលក់ត្រីវិញស្ងាត់កុំនិយាយមិនសមហេតុសមផលមិនអីទេខ្ញុំនឹងនៅទីនេះជាមួយរួយដ៏អស្ចារ្យឥឡូវនេះគ្រួសារយើងអាចនៅជាមួយគ្នាបានព្រះមាតាជំរាបសួរព្រះចៅអធិរាជព្រះមហាក្សត្ររបស់អ្នកនេះគឺជាការមិនត្រឹមត្រូវបំផុតអ្នកមិនត្រូវលុតជង្គង់ក្រោកឡើងភ្លាមនោះទេចាប់ពីពេលនេះទៅអ្នកណាហ៊ានបង្ហាញការមិនគោរពចំពោះព្រះចៅអធិរាជនឹងត្រូវចាត់ទុកជាជនក្បត់ជាតិហើយប្រឈមមុខនឹងការសងសឹករបស់ព្រះដោយវិធីម្ដាយតើអ្នកមិនបានចិញ្ចឹមកូនប្រុសម្នាក់ទៀតទេលេនវ៉ានីវ៉ាន់ទទួលបានកិត្តិយសខ្ពស់បំផុតនៃការប្រឡងរាជវាំងគាត់បានរៀបការនៅក្នុងគ្រួសាររបស់ Northern Marquess ហើយឥឡូវនេះដើរតួជាអ្នកចុងក្រង Imperial Academy លំដាប់ទី6ទោះបីគ្រប់គ្រងកិច្ចការរាជវាំងប្រចាំថ្ងៃក៏ដោយអ្នកនៅតែចិញ្ចឹមកូនប្រុសដ៏ជោគជ័យម្នាក់នេះពិតជាគួរឲ្យកត់សម្គាល់មិនគិតពីរឿងនេះទេព្រះចៅអនិច្ចាទីតាំងចំណាត់ថ្នាក់ទី6ហាក់ដូចជានៅក្រោមព្រះអាទិត្យរបស់ព្រះចៅអធិរាជមួយអង្គព្រះចៅអធិរាជនិយាយដោយប្រាជ្ញានៅទីនេះក្រឹតរបស់យើងលេនវ៉ានីវ៉ាន់ Paragon នៃគុណធម៌និងទេពកោសល្យត្រូវបានដំឡើងឋានៈទី3គ្រូបង្វឹកសម្ដេចព្រះមហាក្សត្រទៅព្រះបរមរាជវាំងបូព្រាភ្លាមតាមបញ្ជាម្ដាយឥឡូវនេះកូនប្រុសរបស់អ្នកនឹងបម្រើនៅក្នុងព្រះបរមរាជវាំងខាងកើតដូច្នេះគាត់អាចមករកអ្នកឲ្យបានញឹកញាប់អនុញ្ញាតឲ្យនេះបំពេញមហិច្ឆតារបស់វ៉ានីវ៉ាន់ដើម្បីឈានដល់កម្ពស់កាន់តែច្រើនម្ដាយទើបតែជាសះស្បើយថ្មីនេះយើងបានបញ្ជាទិញនំបញ្ចុកពីផ្ទះបាយអធិរាជ Empress Dowager សូមពិនិត្យមើលថាតើវាសមនឹងរសជាតិរបស់អ្នកដែរទេយើងនឹងឲ្យគេរៀបចំថ្មីនេះគឺច្រើនជាងគ្រប់គ្រាន់ជីដូនព្យាយាមនេះអរគុណរួយព្រះចៅអធិរាជអ្នកបម្រើនៅខាងជើងម្នាក់ស្វែងរកទស្សនិកជនពួកគេស្នើសុំវត្តមានរបស់អ្នកនៅឯវិមានតើពួកគេបានបញ្ជាក់ពីគោលបំណងរបស់ពួកគេជាតកតងនឹងរង្វាន់អធិរាជដែលកំពុងត្រូវបានប្រគល់ជូនពួកគេចង់អរគុណអ្នកផ្ទាល់ខ្ញុំនឹងទៅបន្ទាប់មកខ្ញុំនឹងទៅជាមួយជីដូនមិនចាំបាច់ខ្ញុំនឹងទៅតែម្នាក់ឯងត្រឡប់មកវិញឆាប់នេះយើងនឹងរងចាំអ្នកនៅទីនេះហើយមកខ្ញុំនឹងមិនយូរទេនៅពេលដែលអ្នកចង់ឲ្យអ្នកពិតជាបដិសេធយ៉ាងខេផេងគ្មានការសោកស្ដាយជាដាច់ខាតឯកសារបដិសេធដែលបានរៀបចំអត្ថិភាពរបស់នាងរារាំងការរីកចម្រើនអាជីពរបស់ខ្ញុំគួរតែធ្វើវាឲ្យបានឆាប់នៅពេលអ្នកចង់ឲ្យយ៉ាងខេផេងមកចិត្តរងចាំចូលនៅទីនោះកុំឲ្យដីផ្ទះសម្បែងកូនប្រុសហេតុអ្វីហៅម្ដាយមកតើនេះជាអ្វីដែលនឹងធ្វើឲ្យមានការកាត់ចេញព្រះរាជក្រឹត្យមកដល់លេនវ៉ានីវ៉ាន់ទទួលបានក្រឹត្យដោយអាណត្តិរបស់ស្ថានសួគ៌អធិរាជប្រកាសលេនវ៉ានីវ៉ាន់អ្នកប្រាជ្ញល្បីឈ្មោះគំរូនៃភាពស្មោះត្រង់និងភាពស្មោះត្រង់ត្រូវបានដំឡើងឋានន្តរស័ក្តិជាគ្រូបង្វឹកសម្ដេចក្រមព្រះបានផ្ដល់ដីមានជីជាតិចំនួន100ហិកតានិង1,000 ថែលនៃមាសដោយអំណាចអធិរាជដឹងគុណចំពោះសេចក្តីមេត្តាករុណារបស់អធិរាជកូនប្រសារគួរឲ្យគោរពហេតុអ្វីបានជាអធិរាជនឹងលើកកម្ពស់អ្នកភ្លាមដូច្នេះត្រូវតែជាបទបង្ហាញរបស់ខ្ញុំគូចសមុទ្រខាងកើតដល់ព្រះអង្គម្ចាស់ធុញផ្លែឈើដើម្បីទទួលបានការពេញចិត្តរបស់សម្ដេចនោះជាការពន្យល់តែមួយគត់មើលព្រះចៅអធិរាជបានបញ្ជូនទ្រព្យសម្បត្តិទាំងអស់នេះមកយើងកូនប្រសារល្អនាំកិត្តិយសដល់គ្រួសារយើងឪពុកម្ដាយរបស់រួយបានផ្ញើអំណោយទាំងអស់នេះឈប់អំណោយអធិរាជទាំងនេះមិនមានន័យសម្រាប់អ្នកចូលចិត្តនោះទេដើម្បីប៉ះនៅពេលដែលអ្នកចង់ក្រឹត្យរបស់អធិរាជនេះគឺពិសេសសម្រាប់ខ្ញុំរៀងខេពេញតើអ្នកឈួតហើយឬនៅព្រះចៅអធិរាជបានចេញព្រះរាជក្រឹត្យដោយផ្ទាល់កុំប្រាប់ខ្ញុំថាអ្នកគិតថាអ្នកជាអធិរាជ Dowager យូយ៉ាវស្ត្រីកសិករម្នាក់នេះនរណាហ៊ាននិយាយយ៉ាងក្លាហាននាងគឺជាម្ដាយរបស់លេនវ៉ានីវ៉ាន់នាងទើបតែឡើងតំណែងហើយបានមកសុំទានរួចហើយខ្ញុំគិតថានាងមើលទៅធ្លាប់ស្គាល់ម៉ែដាមយ៉ែងបានជួយសង្គ្រោះព្រះអង្គម្ចាស់យើងនឹងលើកតម្កើងព្រះនាងជាព្រះចៅអធិរាជសូមគោរពថ្វាយព្រះពរសម្ដេចព្រះមហាក្សត្រី
ឥឡូវនេះខ្ញុំនឹកឃើញអ្នកហើយអ្នករបស់អ្នកឥឡូវនេះខ្ញុំចងចាំរបស់អ្នកនៅពេលដែលខ្ញុំបានចែកប្រាក់សោធននិវត្តន៍ដល់គ្រួសារទាហានដែលធ្លាក់មានស្ត្រីមេម៉ាយម្នាក់មានកូនដូចអ្នករាល់គ្នាយ៉ាងខ្លាំងនាងគឺដូចជាស្ត្រីមេម៉ាយទាំងនោះជាមួយនឹងអីវ៉ាន់ដែលគ្មានប្រយោជន៍នៅជាប់នឹងខ្លួនរួយមិនមែនជាអីវ៉ាន់ទេអំណោយទាំងអស់នេះគឺបានមកពីឪពុកម្ដាយរបស់គាត់ភាពស្ងៀមស្ងាត់ទាំងនេះគឺជាអំណោយរបស់អធិរាជយ៉ាងច្បាស់សម្រាប់យើងតើកូននោះធ្វើអ្វីជាមួយវាអ្នកមិនបានអះអាងថាគាត់ជារាជយាទទេរួយគឺជារាជយាទតើអ្នករាល់គ្នាហ៊ានស្គាល់ព្រះចៅអធិរាជនិងព្រះចៅអធិរាជយ៉ាងណាគូលើព្រះអង្គម្ចាស់ដែលទើបនឹងរកឃើញហ៊ាននិយាយដើមត្រកូលរាជវង្សតើអ្នកចង់ឲ្យយើងទាំងពីរកាត់ក្បាលនៅពេលដែលរួយត្រូវបានបាត់បង់ខ្ញុំបានសង្គ្រោះគាត់គ្រប់គ្រាន់ហើយអ្វីបានជារំខាននាងយកឯកសារចេញឯកសារអ្វីចុះហត្ថលេខានេះពេលដែលអ្នកនៅលើខ្ញុំជាម្ដាយរបស់អ្នកនឹងបោះបង់ខ្ញុំពីថ្ងៃនេះទៅអ្នកគ្មានម្ដាយតើលោកយាយរួយណែណាញ៉ាំអ្វីមុនគេកុំស្រេកឃ្លានខ្លួនឯងអត់ទេចាំយាយហូបយើងនឹងផ្ញើជូនជីដូនអធិរាជរបស់អ្នកខ្ញុំចង់ឃើញនាងខ្លួនឯងរួយការពារទ្រព្យសម្បត្តិរបស់ Marquis Chandy នៅពេលអ្នកនៅក្មេងរាល់កាក់ដែលអ្នកបានចំណាយរកបានដោយខ្ញុំតាមរយៈការនេសាទជាច្រើនឆ្នាំនៅពេលអ្នករៀបការនៅផ្ទះ Marquis ខ្ញុំមិនដែលបន្ទោសអ្នកទេហេតុអីបានជាពេលនេះអ្នកបោះបង់ខ្ញុំចោលនៅពេលដែលប្រាក់យន្តគឺជាសម្ភារៈសិក្សាកម្ពុជាជាទីពេញចិត្តរបស់ព្រះអង្គម្ចាស់តើអ្នកនេសាទមានអ្វីតាក់ទងនឹងរឿងនេះស្ថានភាពទាបរបស់អ្នករារាំងអ្នកប្រាជ្ញនេះពីការកើនឡើងមុនដូច្នេះអ្នកបានអអន់ចិត្តខ្ញុំគ្រប់ពេលចុះហត្ថលេខាលើវាហើយត្រូវធ្វើចាប់ពីពេលនេះទៅគាត់ជាច្បាប់កូនប្រុសរបស់ Marquis មិនមានទំនាក់ទំនងជាមួយអ្នកនេសាទខ្លះទេប្រសិនបើអ្នកពិតជាចង់ចាក់ចេញពីខ្ញុំនឹងផ្ដល់ឲ្យអ្នកនៅបំណងប្រាថ្នានេះម្ដងទីបំផុតកាត់ចំណងដ៏កំសត់នោះការកើនឡើងនាពេលអនាគតរបស់យើងត្រូវបានធានារងចាំសម្ដេចរាជទាយាទយាងទៅកាន់ពិធីជប់លៀងផ្សព្វផ្សាយស្អែកបើយើងឲ្យនាងទៅហើយនាងបង្កបញ្ហាប្រមាថព្រះអង្គយ៉ាងណានោះឪពុកក្មេកណែនាំជាងខៃផេងមិនគោរពច្បាប់រំលោភលើផ្ទះ Marquis សំនឹងទទួលបានការវាយដំអំពើចំនួន20នឹងនិរទេសឪពុកគ្មានមេត្តាធ្វើបែបនេះនាងនឹងមិនរំខានដល់អាមេរិកទេឆ្មាំនាំនាងទៅឆ្ងាយគ្រប់គ្រងការវាយដំជាមុនតើមានអ្វីកើតឡើងនៅទីនេះបន្ទះអធិរាជនេះបានធ្លាក់ចុះភ្លាមខ្ញុំបានឃើញរន្ទះបាញ់ពេលនាងលុតជង្គង់គោលាន់ប៉ះបន្ទះដោយផ្ទាល់តើនាងអាចជាមនុស្សថ្លៃថ្នូរសូម្បីតែបន្ទះអធិរាជក៏មិនអាចទ្រាំទ្រនឹងការលុតជង្គង់របស់នាងដែរឋានៈខ្ពង់ខ្ពស់ចាប់ពីពេលនេះទៅដែលមិនគោរពព្រះចៅអធិរាជប្រឆាំងនឹងរាជវង្សនិងប្រឈមមុខនឹងកំហឹងរបស់ស្ថានបរមសុខតើនាងអាចជាព្រះចៅអធិរាជមែនឬធ្វើឲ្យអ្នកខូចបន្ទះ Imperial ទេវាមិនមែនជាខ្ញុំទេបន្ទះនេះមិនអីទេតតែអ្នកមកដល់ហើយវាបានធ្លាក់ចុះព្រះអង្គម្ចាស់យាងមកនៅថ្ងៃស្អែកប្រសិនបើគាត់ឃើញបន្ទះដែលខូចហើយបន្ទោសយើងវានឹងបំផ្លាញការផ្សព្វផ្សាយដែលល្អជាងអ្នកប្រតិបត្តិនៅថ្ងៃនេះថ្ងៃស្អែកយើងនឹងសុំការអភ័យទោសឧត្តមរបស់អ្នកនឹងមិនទទួលខុសត្រូវចំពោះយើងទេចនខៃពេញចិញ្ចឹមខ្ញុំជាឪពុកក្មេករបស់នាងតើអ្នកអាចទុកជីវិតរបស់នាងដោយក្តីមេត្តាដ៏ល្ងីល្ងើបែបនេះនាងបានបំផ្លាញបន្ទះអធិរាជហើយទុកឲ្យវូដរបស់នាងប្រមាថភាពខ្ពង់ខ្ពស់របស់អ្នកទង្វើនៃការមិនគោរពទាំងនេះមិនអាចលើកលែងទោសបានទេជាងខេផេងឧក្រិដ្ឋកម្មរបស់អ្នកមិនអាចអត់អន់ឲ្យបានទេនាងនឹងត្រូវកាត់ទោសតាមច្បាប់តើអ្នកបានឬទេអ្នកនេសាទដែលគាត់បានបំពានលើវិមានរបស់ Lord Chamby គាត់នឹងត្រូវកាត់ក្បាលនោះមិនមែនជាការពិតទេខ្ញុំបានឮថាឧបត្តិហេតុនេះជាប់ពាក់ព័ន្ធនឹងព្រះអង្គម្ចាស់ក្សត្រីអូរបស់ខ្ញុំនេះធំណាស់នេះគឺជាការដ៏គួរឲ្យខ្លាចសុំទោសព្រះអង្គម្ចាស់ Chandy យកក្បាលលោកយាយយ៉ាងខេផេងអ្នកលក់ត្រីអនុញ្ញាតឲ្យខ្ញុំទៅ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 រ៉េងខេផេងឈប់តស៊ូទៅគ្រាន់តែទទួលយកជោគវាសនារបស់អ្នកធ្វើវាអ្នកមិនអាចសម្លាប់ខ្ញុំបានទេប្រសិនបើអ្នកសម្លាប់ខ្ញុំនឹងមានផលវិបាកធ្ងន់ធ្ងរផលវិបាកដ៏អាក្រក់យ៉ងខេផេងវ៉ែនយន្តត្រូវបានតែងតាំងដោយព្រះអង្គម្ចាស់គ្រូបង្រៀនកម្រិតទី3
ការខ្លាចជាគ្រូបង្រៀនជាន់ខ្ពស់គឺជាការប្រកាសដែលនឹងអនុញ្ញាតឲ្យគាត់ទទួលផលវិបាកធ្ងន់ធ្ងរខ្ញុំនិយាយការពិតរួចព្រះអង្គជារាជទាយាទតើអ្នកហ៊ានយ៉ាងណាឧត្តមភាពរបស់គាត់គឺមិនអាចកាត់ថ្លៃបានតើមនុស្សសាមញ្ញដូចអ្នកអាចអះអាងថាមានទំនាក់ទំនងជាមួយគាត់ដោយរបៀបណាអ្នកធ្វើទារុណកម្មអនុញ្ញាតឲ្យខ្ញុំទៅខ្ញុំជាជីដូនដ៏អស្ចារ្យរបស់រួចប្រសិនបើអ្នកសម្លាប់ខ្ញុំព្រះអង្គម្ចាស់នឹងមិនអត់ទោសឲ្យអ្នកទេវិមានរបស់ Lord Chanbe មិនអនុញ្ញាតឲ្យអ្នកខាងក្រៅចូលបានទេថ្ងៃនេះនៅតែនិយាយមិនសមហេតុសមផលខ្ញុំនឹងកាត់ក្បាលអ្នកខ្ញុំចង់ឃើញថាតើរាជទាយាទមិនអត់ទោសឲ្យខ្ញុំយ៉ាងណាទៅឆ្ងាយអនុញ្ញាតឲ្យខ្ញុំទៅយាយដ៏អស្ចារ្យយាយដ៏អស្ចារ្យយាយតើអ្នកមិនអីទេរួយហេតុអ្វីបានជាអ្នកនៅទីនេះខ្ញុំមកការពារយាយហែមតួប្រុសតូចម្នាក់នេះហ៊ានណាស់ខ្ញុំនៅក្មេងប៉ុន្តែខ្ញុំដឹងថាកូនជាមលុតជង្គង់ផឹកទឹកដោះគោក្អែកចិញ្ចឹមចាស់ទុំយាយរបស់អ្នកពេញមួយជីវិតរបស់នាងដូច្នេះអ្នកអាចក្លាយជាមន្ត្រីហើយអ្នកចាត់ទុកនាងដូចនេះអ្នកអាក្រក់ជាងគ្មានអ្វីសោះវិញយួនជោគជ័យថ្ងៃនេះទាំងអស់គឺអរគុណចំពោះការគាំទ្រផ្ទះតើស្ត្រីនេសាទម្នាក់នេះអាចធ្វើអ្វីបានដើម្បីជួយគាត់បើគ្មានយាយអ្នកនឹងមិនក្លាយជាគ្រូបង្រៀនលំដាប់ទី3នេះទេគ្រាន់តែជាសាច់ញាតិក្រីក្រម្នាក់ទៀតមើលវិញយួនឡើងឋានៈព្យាយាមយកនំមួយដុំយ៉ាងខេភេងខ្ញុំនឹងមើលរំលងកំហុសអតីតកាលរបស់អ្នកប៉ុន្តែឥឡូវនេះហ៊ាននាំកូននេះទៅធ្វើបាបដល់ផ្ទះភាពមិនច្បាស់លាស់នៃវិមានខ្ញុំជារាជទាយាទហ៊ានមើលងាយខ្ញុំយ៉ាងណារួយសក្តាននេះកំពុងចាក់ផ្សាយវាអាចថាគាត់ពិតជារាជទាយាទគាត់គ្រាន់តែជាកូនចិញ្ចឹមរបស់ JNK ភេងប៉ុណ្ណោះតើគាត់អាចធ្វើជារាជទាយាទដោយរបៀបណារួយមិនមែនជាបន្ទុកទេរបស់ទាំងនេះគឺជាអំណោយពីឪពុកម្ដាយរបស់រួយតើ JNK ភេងអាចនិយាយការពិតបានទេកូននេះគឺជាអធិរាជដែលទើបនឹងទទួលស្គាល់ព្រះអង្គម្ចាស់មរងរួយបន្ទាប់មកអ្វីដែលយើងបានធ្វើនៅពេលនេះដើម្បី JNK ហើយព្រះអង្គម្ចាស់នឹងមិនដាក់ទោសយើងទេឥឡូវនេះឯងខ្លាចលុតជង្គង់សុំទោសយាយសុំការអភ័យទោស Ruby Grand មកមិនអីទេតោះទៅផ្ទះល្មមជប់សម្ដែងវិញយ៉ានអ្នកមានន័យថាគាត់មិនមែនជារាជទាយាទពិតប្រាកដទេជាការពិតណាស់คล้ายគឺคล้ายបើទោះជាអ្នកជួលមនុស្សបន្ថែមទៀតដើម្បីធ្វើសកម្មភាពជាមួយគាត់ក៏ដោយគាត់មិនអាចคล้ายជាព្រះអង្គម្ចាស់ពិតបានទេខ្ញុំកំពុងនិយាយការពិតរួយគឺជាព្រះចៅអធិរាជអ្នកចូលតុលាការជារៀងរាល់ថ្ងៃតើអ្នកធ្លាប់ឃើញកូននេះទេខ្ញុំមិនដែលឃើញគាត់ទេសូម្បីតែ Marquis Nation Bay ក៏មិនបានឃើញកុមារនេះដែរហើយអ្នកហ៊ានអះអាងថាគាត់ជាព្រះអង្គម្ចាស់មិនអីទេរាជទាយាទឯកោខ្ញុំមិនបានរំពឹងថាអ្នកជាមនុស្សបញ្ឆោតទាំងឡាយដែលអៀនខ្មាស់នោះទេដើម្បីទាញយកស្ថានភាពដែលខ្ញុំបានដឹងចាងកៃភីងរកម្ចាស់មកគាត់ដោយចៃដន្យតើមានអ្វីប្លែកដែលអ្នកមិនបានឃើញខ្ញុំប៉ុន្តែអ្នកប្រកាសជាបានឃើញត្រារបស់ Crown Princess Jade តើពិតជាត្រាព្រះនាងមែនចំណុចទីនេះមានមូលដ្ឋាន Jade ខ្មៅនេះគឺពិតជារចនាប័ទ្មនៃត្រាព្រះនាងទេព្រោះគេអាចរកមនុស្សធ្វើហើយបន្ទាប់មកបង្កើតត្រាអ្នកដឹងថាគ្មានបញ្ហាទេនេះពិតជាពិតប្រាកដត្រាយេដរបស់ព្រះអង្គម្ចាស់អ្វីដែលអ្នកកំពុងនិយាយថាគាត់ពិតជាមកុដកុំភ័យត្រារបស់ព្រះអង្គម្ចាស់នេះគឺពិតតែបញ្ជាក់យ៉ាងច្បាស់ថាគាត់មិនមែនជារាជទាយាទឪពុកក្មេកបើត្រារបស់សម្ដេចមានពិតមិនអាចធ្វើជារាជទាយាទហាព្រះអាទិត្យបានបំផ្លិចបំផ្លាញខួរក្បាលរបស់អ្នកព្រះអង្គម្ចាស់ពិតជាសំខាន់ណាស់ហេតុអ្វីបានជាគាត់កាន់ត្រាផ្ទាល់ខ្លួនត្រារបស់រាជវង្សជីងដ៏អស្ចារ្យរបស់យើងត្រូវបានប្រារព្ធឡើងដោយដៃគូសិក្សាខ្ញុំឃើញដូច្នេះគាត់គ្រាន់តែជាដៃគូសិក្សាប៉ុណ្ណោះគ្រាន់តែដៃគូសិក្សាម្នាក់ហ៊ានបោកប្រាស់ខ្ញុំឃើញពួកគេទាំងអស់តើយិនបែមេគិសមានផែនការបះបោរអ្នកមិនអាចធ្វើវាបានទេប្រសិនបើអ្នកធ្វើបែបនេះព្រះចៅអធិរាជនឹងដឹងហើយទ្រង់នឹងដាក់ទោសអ្នកវិញយួនដែលជាដៃគូគឺតែងតែនៅជាមួយព្រះអង្គម្ចាស់បើយើងធ្វើបាបគាត់នឹងប្តឹងទៅវាំងត្អូញត្អែថាខ្ញុំជាគ្រូតូចរបស់សម្ដេចព្រះបរមនាថខ្ញុំនឹងមិនខ្លាចដៃគូសិក្សាខ្លាញ់ខ្លួនជារាជវង្សទេប៉ុន្តែវាជាបទល្មើសដើមទោសគាត់កំពុងធ្វើពុតជាព្រះអង្គម្ចាស់អ្វីដែលយើងកំពុងធ្វើគឺដើម្បីការពារកេរ្តិ៍ឈ្មោះរបស់សម្ដេចឪពុកត្រូវនៅថ្ងៃនេះយើងនឹងធ្វើក្នុងនាមព្រះអង្គម្ចាស់ហើយបង្រៀនមេរៀនដ៏ល្អមួយដល់អ្នកបម្រើដ៏ក្លាហានម្នាក់នេះតើអ្នកកំពុងរងចាំអ្វីដើម្បីចាប់គាត់ឥឡូវនេះភាពខ្ពង់ខ្ពស់របស់អ្នកពួកគេច្រើនជាងយើងលើសចំនួនទៅរកឪពុកបាត់អ្នកនៅទីនេះការពារព្រះបរមរតនកោដ្ឋបាត់ព្រះករុណា
ប្រញាប់តាមពួកគេនៅពេលដែលឪពុកខ្ញុំមកដល់ខ្ញុំនឹងត្រូវប្រកាសថាគាត់ចាប់ខ្លួនអ្នកទាំងអស់គ្នាម្ចាស់របស់ខ្ញុំទេយើងមិនអាចចាប់ពួកគេមិនអាចសំបីតែបញ្ឈប់មនុស្សដែលគ្មានប្រយោជន៍ពួកគេពិតជាមិនអាចនាំព្រះចៅអធិរាជបានទេត្រូវហើយកុំភ័យស្លន់ស្លោព្រះចៅអធិរាជជវពេកគាត់នឹងមិនចាក់ចេញពីវិមានសម្រាប់រឿងនេះទេក្រៅពីនេះគេខ្លាញ់ខ្លួនជាព្រះអង្គម្ចាស់បើទោះបីជាអ្នកប្រាជ្ញមកដល់ក៏ត្រូវទទួលទោសរួយគឺជាព្រះអង្គម្ចាស់ខណៈពេលដែលនៅតែមានពេលវេលាអ្នកសុំទោសរួយប្រហែលជាអ្នកអាចសង្គ្រោះអ្វីមួយចាំមើលថាតើអ្នកអាចរក្សាវាបានយូរប៉ុណ្ណាអ្នកទាំងពីរខ្លាញ់ខ្លួនជាព្រះអង្គម្ចាស់វាច្បាស់ណាស់ជាអ្នកការពារក្បត់ជាតិយកពួកគេទៅធ្វើទារុណកម្មពួកគេហ៊ានធ្វើអ្វីតើអ្នកនឹងធ្វើអ្វីអំពីវាទាញពួកគេចេញរវីយាយអនុញ្ញាតឲ្យរួយទៅឲ្យខ្ញុំទៅរួយយាយឈប់ឪពុកឈប់អ្នកមិនមែនជាឪពុករបស់ខ្ញុំនៅឯណាឪពុករបស់ខ្ញុំឧត្តមរបស់អ្នកខ្ញុំរកមិនឃើញព្រះចៅអធិរាជទេខ្ញុំបាននាំរដ្ឋមន្ត្រីក្រសួងយុទ្ធភ័ពសម្ដេចខ្ញុំសុំទោសខ្ញុំយឺតខ្ញុំសុំនឹងស្លាប់អ្នកកំសាកដ៏ក្លាហានដោះលែងសម្ដេចគាត់ឥឡូវនេះរឿងល្អដែលអ្នកបានមកដល់បាត់បង់រួយលោកម្ចាស់ចិនបែហ៊ានប៉ុណ្ណាអញហ៊ានធ្វើបាបសម្ដេចតាមវិធីផ្ទាល់ខ្លួនខ្ញុំគិតថាអ្នកមានវាល្អពេកហើយអ្នកមិនសមនឹងទទួលបានចំណងជើងរបស់អ្នកទេរដ្ឋមន្ត្រីអ្នកយកខុសតើយើងហ៊ានធ្វើបាបសម្ដេចដោយរបៀបណាបាទរដ្ឋមន្ត្រីក្រសួងយុទ្ធភ័ពអ្នកច្បាស់ជាឃើញកូននេះមិនមែនជាព្រះអង្គម្ចាស់ទេគាត់មានតែត្រារបស់ព្រះអង្គម្ចាស់គាត់ជាអ្នកបម្រើដែលធ្វើពុតជាព្រះអង្គម្ចាស់រដ្ឋមន្ត្រីសូមមានប្រាជ្ញារួយទ្រង់ពិតជារាជបុត្រីព្រះចៅអធិរាជបានបញ្ជូនឆ្មាំនឹងព្រះអង្គម្ចាស់វងដើម្បីការពារព្រះអង្គម្ចាស់តើខ្ញុំអាចសួរឯកឧត្តមរដ្ឋមន្ត្រីវងនៅឯណាខ្ញុំចេញទៅទាំងប្រញាប់ថ្ងៃនេះហើយមិនបាននាំគាត់មកទេវាមិនសមហេតុសមផលទេគាត់នៅទីនេះដើម្បីការពារព្រះអង្គម្ចាស់ពួកគេមិនអាចបំបែកគ្នាបានទេអ្នកមិនមានរដ្ឋមន្ត្រីវងតើអ្នកហ៊ានអះអាងថាជាព្រះអង្គម្ចាស់យ៉ាងម៉េចស័ក្តិសមជារដ្ឋមន្ត្រីក្រសួងយុទ្ធភ័ពពិតជាយល់ឃើញណាស់អ្នកលើកដំកើងទូបង្គំព្រះអង្គម្ចាស់ជាកាត់ប្រកិច្ចរបស់ខ្ញុំទាំងអស់អ្វីដែលខ្ញុំគួរធ្វើអ្នកកំឡោះពីអ្នកហ៊ានប្រើឈ្មោះសម្ដេចនឹងបង្កបញ្ហានៅក្នុងផ្ទះរបស់ម៉ាខ្វីលើកជង្គង់ចុះសារភាពភ្លាមលើកជង្គង់ចុះមកខ្ញុំតើអ្នកអាចទិញវាបានខ្ញុំជាគ្រូបង្រៀនថ្នាក់ទី3ដល់សម្ដេចដូច្នេះអ្នកគឺជាគ្រូបង្រៀនតូចខ្ញុំបានឮថាព្រះអង្គម្ចាស់ឲ្យតម្លៃអ្នកខ្លាំងណាស់នៅក្មេងអ្នកបានក្លាយជាមន្ត្រីលំដាប់ទី3ការរំពឹងទុកនាពេលអនាគតរបស់អ្នកគឺគ្មានដែនកំណត់មិនមែនតតែសោះវិញយួនគុំសុភាពពេកចាប់តាំងពីលោកវិញយួនឡើងឋានៈញាតិសន្តានក្រីក្រទាំងនេះបានមកកប់ព្រះហឫទ័យនឹងគាត់កុំបារម្ភលោកជំទាវខ្ញុំនឹងដាក់ទោសអ្នកទាំងពីរនេះយ៉ាងធ្ងន់ធ្ងរខ្ញុំសង្ឃឹមនាពេលអនាគតគ្រូនៅចំពោះមុខព្រះអង្គម្ចាស់អ្នកនឹងនិយាយពាក្យល្អមួយចំនួនសម្រាប់ខ្ញុំពិតណាស់ហ៊ានធ្វើបាប Grandmama ខ្ញុំនឹងកាត់ក្បាលរបស់អ្នកនឹងមិនស្រក់ទឹកភ្នែករហូតដល់អ្នកបានឃើញគ្រូបង្ហាត់មឈូសខ្ញុំនឹងចាប់អ្នកទាំងពីរនេះដាក់គុកខ្ញុំសុំទោសចំពោះបញ្ហាដែលរដ្ឋមន្ត្រីមិនមានបញ្ហាអ្វីទាំងអស់យកពួកគេទៅឆ្ងាយអ្នកមេបញ្ជាការវងនាំអ្នកមកទីនេះខ្ញុំទើបចាប់បានជនក្បត់2នាក់ខ្លាញ់ខ្លួនជាព្រះអង្គម្ចាស់ខ្ញុំហៀបនឹងនាំគេទៅក្រសួងមិនក៏ហ៊ានខ្ញុំមកយឺតក្នុងការជួយសង្គ្រោះសូមអភ័យទោសដល់សម្ដេចផងព្រះអង្គម្ចាស់វងអាគមេបញ្ជាការបានមកដល់ហើយឥឡូវនេះអ្នកត្រូវតែជឿថាខ្ញុំគឺជារាជទាយាទភាពក្រអឺតក្រទុំនេះគឺជាព្រះចៅអធិរាជដែលបានតែងតាំងជាព្រះអង្គម្ចាស់ម្រងរួយនៃវិមានខាងកើតតើអ្នកហ៊ានសួរគាត់យ៉ាងម៉េចព្រះអង្គសង្គ្រោះជីវិតទូបង្គំព្រះអង្គម្ចាស់អ្នកបានធ្វើបាបយាយហើយរំពឹងថានឹងបានសេចក្តីមេត្តាពីខ្ញុំជីដូនរបស់ព្រះអង្គម្ចាស់មិនមែនជាព្រះចៅអធិរាជខ្លួនឯងទេព្រះចៅអធិរាជសូមប្រោសលោកយាយតើអ្នកគិតយ៉ាងណាចំពោះព្រះចៅអធិរាជមន្ត្រីនេះខ្វាក់មិនស្គាល់ព្រះករុណាសូមមេត្តាអាណិតខ្ញុំម្ដងរីជាមនុស្សកំណាចដែលមិនចេះនិយាយហ៊ានខົບខិតដោយចំហក្រោមការឃ្លាំមើលរបស់សម្ដេចដោយសម្ងាត់ពួកគេត្រូវតែជិះជាន់ប្រជាជនកាន់តែច្រើនការរក្សាគាត់នឹងនាំមកនៅគ្រោះមហន្តរាយយាយត្រូវមេតបវាងតើគាត់ចេញពីតំណែងសំខាន់របស់គាត់ចាប់គាត់ដាក់គុកដើម្បីរងចាំការជំនុំជម្រះបាទអ្នកយាមយកគាត់ទៅឆ្ងាយអធិរាជ Dowager ខ្ញុំបានដឹងពីកំហុសរបស់ខ្ញុំព្រះចៅអធិរាជសូមអាណិតមេត្តាព្រោះគេមិនដឹងពីស្ថានភាពរបស់យាយពួកគេហ៊ាននឹកពេត្រុសខ្ញុំនឹងរៀបចំពិធីជប់លៀងវិនិយោគដើម្បីប្រកាសដល់ពិភពលោកទាំងមូលអ្នកគឺជាជីដូនអធិរាជដ៏គួរឲ្យគោរពរបស់ខ្ញុំអរគុណរួយរបស់ខ្ញុំ
ដោយព្រះរាជក្រឹត្យរបស់ព្រះអង្គម្ចាស់ក្នុងរយៈពេល3ថ្ងៃពិធីជប់លៀងវិនិយោគរបស់យាយទាំងមូលអស់អ្នកណាដែលធ្វើបាបនាងនឹងត្រូវទទួលទោសនៅក្នុងពិធីបុណ្យវិញយួនយីយ៉ៅដំណឹងល្អវិមានកំពុងរៀបចំពិធីជប់លៀងវិនិយោគព្រះអង្គម្ចាស់បានផ្ញើការអញ្ជើញពិសេសមកយើងចាប់អ្នកខ្លែងបន្លំទាំងនោះធ្វើពុតជាព្រះអង្គម្ចាស់ត្រូវតែបានធ្វើឲ្យគាត់ចាប់អារម្មណ៍ឱកាសដ៏កម្រនេះនៅពេលដែលអ្នកបើកអ្នកត្រូវតែពូកែក្នុងពិធីជប់លៀងធ្វើឲ្យមានការចាប់អារម្មណ៍ដ៏ល្អរបស់ព្រះអង្គម្ចាស់និងអធិរាជសូមគោរពថ្វាយព្រះពរសម្ដេចព្រះមហាក្សត្រីការទទួលបានការពេញចិត្តពីនាងអាចទទួលបានតំណែងជារដ្ឋមន្ត្រីនិងមិនមានការប្រឹងប្រែងល្អព្រះបាទសម្ដេចព្រះបរមរតនកោដ្ឋមានលំនឹងប៉ុន្តែការនឿយហត់ជាច្រើនឆ្នាំបានធ្វើឲ្យនាងបាត់បង់ជីវិតត្រូវការការជាសះស្បើយយ៉ាងទូលំទូលាយម្ដាយអធិរាជគ្រប់ឆ្នាំទាំងអស់នេះមើលថែរួយអ្នកប្រកាសជាហត់នឿយការថែទាំរួយមិនពិបាកទេសុខភាពខ្ញុំខ្សោយមិនមែនបណ្ដាលមកពីការចិញ្ចឹមគាត់ទេជីតាធ្វើខ្លួនឯងរហូតដល់ស្លាប់ផ្ដល់ថវិកាដល់ការប្រឡងអធិរាជរបស់កូនប្រុសនាងប៉ុន្តែបន្ទាប់ពីលេនវិញយួនបានក្លាយជាអ្នកប្រាក់កម្ពុជាគាត់បានបោះបង់ចោលនាងដើម្បីឡើងជណ្ដើរសង្គមគាត់បានក្បត់ម្ដាយរបស់គាត់ភាពអាម៉ាស់ជាកូនប្រុសនេះលេនវិញយួនខ្ញុំគិតថាគាត់ជាយុវជនដែលមានទេពកោសល្យដ៏កម្រក្នុងចំណោមមិត្តរួមការងាររបស់ខ្ញុំថែមទាំងបានផ្សព្វផ្សាយគាត់ជាពិសេសតើអ្នកណានឹងបានគាត់បានប្រែក្លាយទៅជាមនុស្សទុច្ចរិតដ៏មិនស្មោះត្រង់នេះអ្នកយាមតាមព្រះរាជក្រឹត្យរបស់អធិរាជដកលោកលេនវិញយួនចេញពីតំណែងរបស់ព្រះអង្គរហូតតំណែង Marquess ពីផ្ទះរបស់គាត់ឪពុករងចាំពិធីជប់លៀងរបស់ជីដូនគឺនៅថ្ងៃស្អែកសូមដាក់ទោសពួកគេនៅក្នុងពិធីជប់លៀងនៅចំពោះមុខមន្ត្រីទាំងអស់អនុញ្ញាតឲ្យតុលាការទាំងមូលធ្វើជាសាក្សីផលវិបាកនៃការប្រមាថព្រះចៅអធិរាជនិយាយបានល្អរួយរបស់យើងបានគិតរឿងនេះយ៉ាងល្អិតល្អន់ព្រះមេត្តាយោយ៉ាងណាដែរចុះហត្ថលេខាលើឯកសារនេះនៅពេលអ្នកបើកខ្ញុំជាម្ដាយរបស់អ្នកធ្វើម៉េចអ្នកបោះបង់ខ្ញុំចាប់ពីថ្ងៃនេះទៅយើងលែងពាក់ព័ន្ធទៀតហើយខ្ញុំនឹងស្ដាប់បង្គាប់អ្នកកុំសោកសៅជីដូនឪពុកម្ដាយអធិរាជហើយខ្ញុំនឹងក្លាយជាគ្រួសាររបស់អ្នកឥឡូវនេះនៅអាយុរបស់ខ្ញុំស្លៀកពាក់ហួសហេតុពេកវាជាព្រះមេត្តាអួតអាងពេកអ្នកគឺជាព្រះចៅអធិរាជគួរតែស្លៀកពាក់ឲ្យថ្លៃថ្នូរដើម្បីបង្ហាញពីសេចក្តីថ្លៃថ្នូររបស់អធិរាជដល់មនុស្សគ្រប់គ្នាជីដូនមិនចាស់តតែសោះនៅពេលដែលឈប់ពិធីមកដល់អ្នកនឹងពាក់វានឹងបង្ហាញពីទេពអប្សរ Celestial ក្នុងគំនូរអូរួយអណ្ដាតផ្អែមរបស់អ្នកអាចតាក់ទាញសត្វស្លាប់ពីដើមឈើចង្កេះរបស់ព្រះករុណាមិនសមទេវាមិនមែនទើបតែបង្កើតដោយការិយាល័យកាត់ដេរទេតើការវាស់វែងអាចខុសយ៉ាងដូចម្ដេចអបទោសឲ្យយើងព្រះករុណាខ្ញុំបានទទួលទានអាហារឆ្ងាញ់ក្នុងវាំងថ្មីនេះចង្កេះរបស់ខ្ញុំកាន់តែពេញកុំបន្ទោសពួកគេល្អណាស់ព្រោះព្រះនាងអង្វរអ្នកយើងនឹងកាត់បន្ថយទោសតើនៅពេលណាដែលអាចផ្លាស់ប្ដូរសម្លៀកបំពាក់បានយើងកំពុងតែតម្រូវវាឥឡូវនេះប៉ុន្តែត្រូវការយ៉ាងហោចណាស់4ម៉ោងអ្វីដែលពិធីជប់លៀងចាប់ផ្ដើមក្នុងរយៈពេល2ម៉ោងតើយើងអាចធ្វើវាដោយរបៀបណាវាមិនអាចទៅរួចនោះទេកុំបារម្ភខ្ញុំពីមុនមានឈុតថ្មីជាច្រើនដែលផលិតមិនដែលពាក់នៅឡើយទេយើងនឹងប្រើមួយក្នុងចំណោមនោះដំបូងនៅពេលដែលវាត្រូវបានផ្លាស់ប្ដូរយើងនឹងផ្លាស់ប្ដូរនៅពេលក្រោយល្អណាស់មិនក៏ពណ៌ធម្មតាដែរមិនសមនឹងស្ថានភាពរបស់អ្នកអាយុដែលអ្នកចូលចិត្តស្ត្រីថ្លៃថ្នូរចាស់ទាំងនោះពាក់មិនអីទេខ្ញុំនឹងផ្លាស់ប្ដូរម្ដងទៀតចុះឈុតនេះវិញយាយអ្នកមើលទៅគួរឲ្យភ្ញាក់ផ្អើលនៅក្នុងសម្លៀកបំពាក់នេះសូម្បីតែមានភាពថ្លៃថ្នូរជាងនារីថ្លៃថ្នូរអូអ្នកនិយាយផ្អែមខ្ញុំមិនអាចប្រៀបធៀបនឹងគេបានទេខ្ញុំគ្រាន់តែជាស្ត្រីចំណាស់ម្នាក់ក្នុងភ្នែករបស់ខ្ញុំអ្នកតែងតែមានភាពយុត្តិធម៌បំផុតលោកយាយពិធីជប់លៀងមិនទាន់បានចាប់ផ្ដើមនៅឡើយទេមន្ត្រីទាំងអស់រវល់តែសប្បាយធុញទ្រាន់ណាស់តោះចាំអីទៀតនៅ Imperial Garden តើអ្នកយល់ពីនយោបាយតាំងពីពេលណាជាការពិតខ្ញុំជារីករាយគួរឲ្យចាប់អារម្មណ៍យើងនឹងទៅការច្រណែនរបស់អ្នកបានធ្វើឲ្យយើងនិយាយពេលនេះមិនអាចទទួលយកបានទេមិនចាំបាច់ប្រញាប់ប្រញាល់ពិធីជប់លៀងមិនទាន់បានចាប់ផ្ដើមទេតើអ្នកដឹងអ្វីខ្លះយើងនៅទីនេះដើម្បីភ្ជាប់ទំនាក់ទំនងជាមួយមន្ត្រីតុលាការអ្នកមកយឺតមិនទទួលបានឱកាសទេឪពុកក្មេកនិយាយត្រូវយើងគួរតែប្រញាប់ហេតុអ្វីបានជាមានកូននៅក្នុងសួនអធិរាជ
ព្រះចៅអធិរាជមានអ្នកស្នងរត់តែមួយនោះត្រូវតែជារីតិយាបដែលបាត់ខ្លួនជាយូរមកហើយថ្មីនេះពួកគេបានរកឃើញហេតុអ្វីបានជាតួអង្គនៅក្បែរព្រះអង្គមើលទៅឃើញច្បាស់អ្នកខុសហើយព្រះអង្គម្ចាស់ត្រូវនៅជាមួយព្រះនាងអធិរាជ Dowager មិនអាចទៅរួចនោះទេយើងបានជួបនាងពីមុននៅឯពិធីជប់លៀងឡើងសោយរាជក្នុងចំណោមពួកអភិជនទាំងអស់ព្រះនាងមិនបានកត់សម្គាល់យើងទេសូមចូលទៅជិតពួកគេឥឡូវនេះដើម្បីបង្កើតចំណាប់អារម្មណ៍ល្អវាអាចមានប្រយោជន៍ដល់យើងនៅពេលក្រោយយើងយកត្រូវទៅស្វាគមន៍គេយ៉ាងឆាប់រហ័សអាយុកំពុងចាប់ខ្ញុំការដើររយៈពេលខ្លីនេះបានធ្វើឲ្យខ្ញុំអស់សង្ឃឹមសម្រាប់នៅទីនេះយាយខ្ញុំនឹងពិនិត្យមើលអាវក្នុងពិធីរបស់អ្នកតើវាត្រូវបានផ្លាស់ប្ដូរនៅឡើយទេសូមអរគុណរួលគ្រួសារ Janby Marquis របស់អ្នកសំណុំពលទស្សនិកជនដូចពេលមិនទាន់មកសុំទោសស្វែងរកការអភ័យទោសជាចុងក្រោយអនុញ្ញាតឲ្យពួកគេចូលតាមដែលអ្នកបញ្ជាអ្នកប្រែចិត្តសំឡេងនោះស្ដាប់ទៅដូចជាស្គាល់យើងមិនដែលជួបព្រះនាងទេតើនាងមានន័យថាការបំពេញអ្វីលុះត្រាតែព្រះនាងបានរកឃើញក្មេងប្រុសដែលខ្លាញ់ធ្វើជាព្រះអង្គម្ចាស់តែម្ដាយរបស់ខ្ញុំបានយកនោះត្រូវតែជាវានៅពេលអ្នកបញ្ចប់សូមអង្គវររកសេចក្តីមេត្តាករុណាឥឡូវនេះទូបង្គំសារភាពកំហុសរបស់ព្រះអង្គខ្ញុំមិនអាចគ្រប់គ្រងម្ដាយរបស់ខ្ញុំបានទេនាងហ៊ានឲ្យចៅប្រុសតាំងខ្លួនជារាជវង្សព្រះចៅវិញយួនរបស់អ្នកមិនត្រូវស្ដីបន្ទោសទេការលះបង់របស់គាត់បានរារាំងគាត់ពីការប្រឆាំងនឹងនាងការគោរពបូជាការស្ដាប់បង្គាប់ពីការភ្នែករបស់គាត់ត្រូវបានអនុញ្ញាតឲ្យនាងមានកំហុសប៉ុន្តែគាត់បានកែតម្រង់ឥឡូវនេះព្រះករុណាខ្ញុំបានផ្ដាច់ទំនាក់ទំនងជាមួយស្ត្រីឈួតនោះដាក់ទោសនាងតាមដែលអ្នកយល់ឃើញថាខ្ញុំមិនតវ៉ាទេល្អចងចាំពាក្យរបស់អ្នកចាប់ពីថ្ងៃនេះទៅខ្ញុំនឹងធ្វើដូចជាខ្ញុំមិនដែលចិញ្ចឹមអ្នកហេតុអ្វីបានជាអ្នកនៅទីនេះតើអ្នកមិនបានចាក់សោនៅក្នុងប្រាសាទដូលីជាមួយនាងទេអ្នកជាអ្នកចូលគុកយ៉ាងម៉េចក៏ហ៊ានមិនគោរពព្រះអង្គហ៊ានធ្វើម៉េចហ៊ានខ្លាញ់ខ្លួនជាអធិរាជចុះបើខ្ញុំពិតជាអធិរាជរ៉េងខេផេងមិនអាចទៅរួចទេអ្នកគ្រាន់តែជាអ្នកនេសាទគុំគិតថាសម្លៀកបំពាក់ប្រណិតធ្វើឲ្យអ្នកមានរាជវង្សហេតុអ្វីមិនអាចទៅរួចប្រសិនបើខ្ញុំមិនមែនជាអធិរាជតើខ្ញុំអាចចូលទៅក្នុងសួនរាជបានដោយរបៀបណានេះជាពិធីជប់លៀងព្រះចៅអធិរាជបានអញ្ជើញសិប្បករជំនាញមកពីខាងក្រៅអ្នកបានលួចចូលការខ្លាញ់ខ្លួនជាអធិរាជគឺជាបទល្មើសធំមួយឈប់ឈួតនេះទៅបើចង់ស្លាប់កុំអូសខ្ញុំចុះកូនប្រសាររបស់ខ្ញុំមានសេចក្តីទុកចិត្តពីព្រះអង្គម្ចាស់ប្រសិនបើឧត្តមសិក្សាម្ដាយរបស់គាត់ខ្លាញ់ធ្វើជាអធិរាជអាជីពរបស់គាត់ត្រូវបានបំផ្លាញថ្ងៃនេះខ្ញុំនឹងបដិសេធអ្នកឲ្យអូសអ្នកទៅប្រាសាទយូលីដោយផ្ទាល់ផ្លាស់ទីតោះលេងខ្ញុំលេងវិញអ្នកនៅលើការសោកស្ដាយបំផុតក្នុងជីវិតរបស់ខ្ញុំគឺការចិញ្ចឹមកូនប្រុសដូចអ្នកភាពមិនស្មោះត្រង់ដែលមិនគួរឲ្យគោរព Rich អាជីពរបស់អ្នកសុំនឹងបំផ្លាញអ្នកមេបញ្ជាការវងមេបញ្ជាការវងមេបញ្ជាការវងអរគុណស្ថានសួគ៌ដែលអ្នកនៅទីនេះនាងកំពុងខ្លាញ់បន្លំជាអធិរាជចាប់នាងភ្លាមតើអ្នកហ៊ានយ៉ាងណានេះជាពិធីជប់លៀងឡើងក្រុងរាជរបស់ព្រះនាងតើអ្នកហ៊ានបង្កប់បញ្ហានៅទីនេះយ៉ាងម៉េចតើអ្នកមិនខ្លាចធ្វើបាបរាជវង្សទេហើយបាត់បង់ក្បាលរបស់អ្នកជាការយកខុសនេះជាកំហុសទាំងអស់ដែលយើងមិនមានន័យថាមិនគោរពយើងបានវង្វេងនៅទីនេះដោយចៃដន្យពួកយើងនឹងចាក់ចេញភ្លាមដោយពិចារណាលើព្រះអង្គម្ចាស់ផ្ទាល់បានអញ្ជើញយើងសូមបង្ហាញសេចក្តីមេត្តាអនុញ្ញាតឲ្យពួកយើងចេញទៅម្ដងចេញទៅឥឡូវនេះអាវរបស់ព្រះករុណាត្រូវបានកែប្រែតាមការស្នើសុំព្រះចៅអធិរាជនិងព្រះរាជទាយាកំពុងរំចាំសេនីនេះនឹងនាំអ្នកឲ្យផ្លាស់ប្ដូរតើយើងអនុញ្ញាតឲ្យស្ត្រីនោះរត់គេចស្ងប់ស្ងាត់យូរយ៉ាវិញយួនឥឡូវនេះគឺជាលំដាប់ទី3របស់អធិរាជអនុរិយដល់សម្ដេចព្រះបរមរតនកោដ្ឋការឡើងកាន់អំណាចរបស់គាត់គឺជិតមកដល់ហើយស្ត្រីអ្នកនេសាទទៀបម្នាក់នោះអាចដោះស្រាយបានគ្រប់ពេលការមានម្ដាយបែបនេះគឺជាការអាម៉ាស់បំផុតរបស់ខ្ញុំនៅពេលខ្ញុំឡើងកាន់តំណែងខ្ពស់ខ្ញុំនឹងចាប់នាងដោយផ្ទាល់ដើម្បីសងសឹកអ្នកយោបន្ទាប់មកនាងនឹងបង់ប្រាក់យ៉ាងថ្លៃថ្នូរ James ដ៏អស្ចារ្យរបស់យើងបានបាត់បង់បំផុតរីកទាយាបបានវិលមកវិញហើយក្រោយបាត់ខ្លួនរាប់ឆ្នាំជីដូនជីតារបស់យើងបានប្រទានពរដល់យើងព្រះចៅអធិរាជនិងព្រះចៅអធិរាជឲ្យតម្លៃដល់ព្រះអង្គម្ចាស់យ៉ាងជ្រាលជ្រៅសូម្បីតែម្ដាយចិញ្ចឹមរបស់គាត់ក៏ត្រូវបានគេនាំមកវិញដើម្បីឡើងគ្រងរាជ្យពីក្សកទៅអធិរាជ Dowager អ្វីដែលជាសំណាងមិនគួរឲ្យជឿពិតប្រាកដពួកគេនិយាយថានាងគ្រាន់តែជាអ្នកនេសាទក្រីក្រកូនប្រុសរបស់នាងបានបោះបង់ចោលនាងដើម្បីស្វែងរកទ្រព្យសម្បត្តិនិងឋានៈកូនប្រុសរបស់នាងត្រូវតែពេញស្ដាយស្ត្រីនេសាទខ្វក់ឥឡូវនេះ
មើលចុះអ្នកទាំងពីរជាអ្នកនេសាទប៉ុន្តែម្ដាយរបស់អ្នកខ្វះសំណាងអ្នកអាចជាម្ដាយរបស់ខ្ញុំក្រឹត្យនេះត្រូវបានចេញឲ្យខ្ញុំដោយអធិរាជម្ដេចក៏ហ៊ានប្រមាថព្រះអង្គអ្វីដែលចៃដន្យនោះមានស្ត្រីនេសាទរាប់មិនអស់នាងមិនមែនជាយ៉ាងខេផេងតែមួយនោះទេនៅពេលអ្នកឈប់ស្រមៃមើលរឿងប្រសិនបើយ៉ាងខេផេងជាអធិរាជមេតបវាងនឹងប្រហារជីវិតយើងរួចហើយយើងនឹងមិនអង្គុយនៅទីនេះទេខ្ញុំបានលើប្រតិកម្មខ្លាំងពេកប្តីប្រពន្ធអធិរាជបានធ្វើពិធីដ៏ធំមួយអោរបស់នាងនឹងមានត្បូងទឹមដ៏កម្រចំនួន99ត្បូងទឹមដែលជាងកាត់ដេអធិរាជកំពុងដេវាឥឡូវនេះរបីនីមួយគឺជាកិត្តិយសរបស់បរទេសទីក្រុងមួយមានតម្លៃអោផាយរបស់ព្រះនាងនឹងអស្ចារ្យបំផុតដែលមិនធ្លាប់ឃើញការធ្វើជាសាក្សីក្នុងពិធីនេះធ្វើឲ្យការធ្វើដំណើររបស់យើងមានតម្លៃជាបានឬមែនព្រះករុណាទ្រង់ពាក់អាវក្រោះរបីតើអ្នកបានឃើញវាពីមុនទេខ្ញុំបានច្រឡំភាពបរិសុទ្ធរបស់ព្រះអង្គម្ចាស់និងព្រះមហាក្សត្រយានីបានមកដល់ហើយសូមទ្រង់មានព្រះជន្មយឺនយូរអង្វែងសូមទ្រង់សោយរាជរាប់ពាន់ឆ្នាំសូមថ្វាយព្រះពរព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងកុំមើលដោយផ្ទាល់លើព្រះភ័ក្ត្ររបស់ព្រះអង្គម្ចាស់អ្នកទាំងអស់គ្នាអាចកើនឡើងមកខេជិនបេថ្ងៃនេះជាពិធីឡើងគ្រងរាជសម្បត្តិរបស់ព្រះនាងព្រះមហាក្សត្រទ្រង់បានអនុញ្ញាតសម្រាប់មន្ត្រីនាំក្រុមគ្រួសារទៅវាំងលោកលេងវិញយូអិនអ្នកប្រាត់ខាងពិធីបុណ្យហេតុអ្វីបានជាម្ដាយរបស់អ្នកអវត្តមានប្រសិនបើព្រះអង្គម្ចាស់ត្រូវរកឃើញខ្ញុំមានម្ដាយដែលកើតមកទៀតវានឹងបំផ្លាញអាជីពផ្លូវការរបស់ខ្ញុំទេនេះមិនអាចទេខ្ញុំមិនត្រូវអនុញ្ញាតឲ្យយ៉ាងខេផេងទាញខ្ញុំចុះពីភាពខ្ពង់ខ្ពស់របស់អ្នកម៉ែខ្ញុំបានទទួលមរណភាពជាច្រើនឆ្នាំមកហើយជីដូនរបស់ខ្ញុំមានចិត្តល្អប៉ុន្តែលេងវិញអ្នកនឹងបដិសេធការយកចិត្តទុកដាក់របស់នាងគាត់ថែមទាំងហ៊ាននិយាយបង្កាច់បង្ខូចការចងចាំរបស់នាងទៀតផងថ្ងៃនេះខ្ញុំនឹងការពារកិត្តិយសរបស់នាងម្ដាយរបស់អ្នកពិតជាបានស្លាប់ហើយបាទនោះគឺជាការត្រឹមត្រូវតាំងពីក្មេងមកខ្ញុំមិនដែលស្គាល់ឪពុកខ្ញុំទេទោះជាសម្រាប់ម្ដាយរបស់ខ្ញុំនាងបានបាត់ខ្លួនពីជីវិតរបស់ខ្ញុំនៅពេលដែលខ្ញុំទទួលបានការចងចាំដំបូងលីនវេងយុនការបញ្ឆោតបល្ល័ង្កត្រូវទទួលទោសប្រហារជីវិតភាពខ្ពង់ខ្ពស់របស់អ្នកខ្ញុំសូមការវិនិច្ឆ័យរបស់អ្នករាល់ពាក្យដែលខ្ញុំនិយាយគឺជាការពិតឧត្តមភាពរបស់អ្នកពិចារណាពីស្ថានភាពកំព្រារបស់គាត់ខ្ញុំអាណិតគាត់ដែលជាមូលហេតុដែលខ្ញុំរៀបការពិតណាស់វិញយ៉ាងជាក្មេងកំព្រាអ្នកប្រាជ្ញលីនបានបាត់បង់ឪពុកម្ដាយទាំងពីរក្នុងវ័យកុមារភាពប៉ុន្តែគាត់បានឈ្នះនៅក្នុងការប្រឡងអធិរាជការលំបាកបែបនេះបានស៊ូទ្រាំគ្រួសាររបស់ខ្ញុំក្រីក្រប៉ុន្តែឆ្លងកាត់ការតស៊ូជាច្រើនឆ្នាំនេះខ្ញុំបានតស៊ូឆ្លងកាត់ការសាកល្បងរាប់មិនអស់ខ្ញុំបានស្ទូចត្រីពីព្រលឹមរហូតដល់ប្រឡប់ដើម្បីរកប្រាក់ទោះបីជាយើងរស់នៅក្នុងភាពក្រីក្រអ្នកមិនដែលខ្វះរបស់ចាំបាច់ទេអ្វីដែលអ្នកពិតជាបានស៊ូទ្រាំនឹងការលំបាកភ្លៀងធ្លាក់ពេញដំបូលរបស់យើងខ្ញុំបានដេកលងលក់ក្នុងយប់ដែលមានខ្យល់ព្យុះក្តៅខ្លួនអស់ជាច្រើនថ្ងៃទន្លេទឹកកកនៅរដូវរងានៅតែនេសាទឥតឈប់ឈរឥឡូវនេះជើងរបស់ខ្ញុំទទួលរងការខូចខាតជាអចិន្ត្រៃយ៍ដំណើរដ៏ខូខើនៅពេលដែលអ្នកឈ្នះសៀវភៅទាំងនេះគឺពិបាកឈ្នះការពារពួកគេយល់ដោយប្រុងប្រយ័ត្នដំបូលនៅទីនេះត្រូវការការជួសជុលជាបន្ទាន់នៅពេលដែលអ្នកឈ្នះហត់នឿយពីការសិក្សាខ្ញុំធ្វើស៊ុបត្រីជូនអ្នកម្ដាយវាដូចជាត្រជាក់ចេញពីរបៀបដែលអ្នកទទួលបានស៊ុបត្រីខ្ញុំបានបំបែកទឹកកកនៅលើទន្លេចាប់វាដោយខ្លួនឯងការសិក្សាធ្វើឲ្យខួរក្បាលរបស់អ្នកត្រូវការអាហារបំពន់ត្រឹមត្រូវតើអ្នកចូលចិត្តវាទេនេះជាក្តីស្រឡាញ់គ្មានលក្ខខណ្ឌរបស់ម្ដាយចំពោះកូនអ្នកបានកត់សម្គាល់បន្ទាប់ពីទាំងអស់អ្នកគ្រាន់តែមើលងាយខ្ញុំកុំសោកស្ដាយលោកយាយអ្នកនៅតែមានខ្ញុំការប្រឡងអធិរាជគឺពិបាកណាស់ប៉ុន្តែការបម្រើតុលាការមន្ត្រីនេះមិនមានការសោកស្ដាយឡើយអ្នកហ៊ានទាមទារមិនសោកស្ដាយតុលាការចាក់ពត់មិនត្រូវការអ្នកបោកប្រាស់ដែលមិនស្មោះត្រង់កំហឹងរបស់ឧត្តមរបស់អ្នកណែនាំតើវាអាចជាសម្ដេចរបស់អ្នកដឹងអ្វីមួយកុំប្រាប់ខ្ញុំថារីទីយិតដឹងរ៉េងខេផេងរំលោភព្រះរាជវាំងខ្លែងខ្លួនជាអធិរាជ Dowager ឥឡូវនេះយើងនឹងបញ្ជាក់ថានេះជាការក្បត់ជាតិខ្ពស់យើងមិនអាចឲ្យស្ត្រីនោះអូសយើងចោះពិតព្រះកូនដ៏ចម្រើនអ្នកបានរកឃើញថាជនខ្លែងបន្លំ Empress Dowager គឺជាឧក្រិដ្ឋជនទាំងម្ដាយបង្កើតរបស់ខ្ញុំឧត្តមភាពរបស់អ្នកយើងបានផ្ដាច់ទំនាក់ទំនងជាមួយនាងឡើយនៅពេលអ្នកឈ្នះគាត់ជាម្ដាយបង្កើតរបស់អ្នកទោះបីជាគាត់បានផ្ដល់ឲ្យខ្ញុំនៅជីវិត
នាងនៅតែបន្តប្រព្រឹត្តអក្រិតកម្មធ្ងន់ធ្ងរតើខ្ញុំអាចធ្វើអ្វីនាងបានបំពេញនៅក្នុងវាំងខ្លាញ់ខ្លួនជាអធិរាជ Dowager យើងទាំងអស់គ្នាបានឃើញវាខ្ញុំនិយាយថានាងសមនឹងទទួលការប្រហារជីវិតជាសាធារណៈសូមឲ្យនេះជាការប្រមានប្រឆាំងនឹងរាជវង្សហើយត្រូវវិនិច្ឆ័យទៅអ្នកនិយាយអំពីការប្រហារជីវិតអ្នកអធិប្បាយការប្រន្ទាទោសឡើងជីមើលឲ្យច្បាស់ថាតើអ្នកកំពុងព្យាយាមសម្លាប់អ្នកណាលោក John K. Peng ហេតុអ្វីបានជាអ្នកនៅទីនេះមិនអាចទៅរួចម្ដាយខ្ញុំជាអ្នកនេសាទតើនាងអាចធ្វើជាអធិរាជដោយរបៀបណាអោផាយរបស់ព្រះចៅអធិរាជសម្លៀកបំពាក់របស់នាងមានខ្សែមាសស្រទាប់ប្រាក់ជាមួយត្បូងទឹមពិតហើយទាំងនេះជាសម្លៀកបំពាក់ដ៏ថ្លៃថ្លារបស់នាងត្រូវតែលួចពួកគេនៅក្នុងសួនអធិរាជមុននេះនាងស្លៀកសម្លៀកបំពាក់ផ្សេងបរាជ័យក្នុងការក្លែងខ្លួនជាព្រះមហាក្សត្រឥឡូវលួចទ្រព្យសម្បត្តិមិនអាចកាត់ថ្លៃបានទៅលក់នៅខាងក្រៅវាំងសាច់ញាតិរបស់ខ្ញុំបម្រើនៅក្នុងការិយាល័យទូខោអោរបស់ខ្ញុំបានឮថាព្រះចៅអធិរាជបានគង់នៅវាំងទទួលការព្យាបាលជាច្រើនថ្ងៃតួលេខរបស់នាងបានផ្លាស់ប្ដូរឈុតក្នុងពិធីរបស់នាងលែងសមហើយប៉ុន្តែរោគនេះសំនឹងនាងយ៉ាងល្អឥតខ្ចោះវាត្រូវបានកែសម្រួលយ៉ាងរលូននេះបញ្ជាក់ថានាងមិនមែនជាព្រះចៅអធិរាជទេតើសាច់ញាតិរបស់អ្នកបានជូនដំណឹងដល់អ្នកនោះទេអោក្នុងពិធីនេះត្រូវបានផ្លាស់ប្ដូរដោយការិយាល័យ Wardrobe សម្រាប់ការវាស់វែងរបស់ខ្ញុំសង្កេតដោយយកចិត្តទុកដាក់វាមិនសមឥតខ្ចោះគ្រប់គ្រាន់ទេការបោកប្រាស់យកអាវនោះចេញឥឡូវនេះពិតប្រាកដណាស់ការស្លៀកពាក់របស់អធិរាជ Dowager មិនមែនជារបស់លេងនោះទេសម្រាប់ស្ត្រីទូទៅប្រសិនបើអ្នកមិនដកវាទេខ្ញុំនឹងដកវាចេញអ្នកណាហ៊ានដាក់ដៃលើលោកយាយខ្ញុំឧត្តមគតិរបស់អ្នកពិចារណាឡើងវិញព្រះចៅអធិរាជចិត្តមកដល់ប្រសិនបើគាត់ឃើញអាវផាយរបស់ម្ដាយគាត់ពាក់ដោយអ្នកផ្សេងព្រះពិរោធនឹងតាមព្រះហឫទ័យរបស់ព្រះអង្គស្ដាប់ការព្រមាននេះកុំចាញ់បោកអ្នកខ្លែងបន្លំនឹងល្បិចរបស់នាងអនុញ្ញាតឲ្យយើងជួយReady នេះគឺជាការឈួតអ្នកគ្រួសារ Marquis ខាងជើងហ៊ានជេរម៉ែខ្ញុំនឹងដាក់ទោសអ្នកតើយើងត្រូវធ្វើយ៉ាងណាឲ្យលោកយាយស្ងប់ស្ងាត់នេះជាកំហុសរបស់នាងដែលនាងបានពាក់អាវរបស់អធិរាជពិតប្រាកដខ្ញុំមិនបានធ្វើអ្វីខុសទេខ្ញុំព្យាយាមការពាររឿងអាស្រូវរាជវង្សសកម្មភាពរបស់ខ្ញុំត្រូវបានសម្ហេតុផលមន្ត្រីទាំងអស់មានវត្តមានអនុញ្ញាតឲ្យចៅនេះលួចអាវរាជដោយគ្មានការអន្តរាគមន៍ឥឡូវនេះឈុតក្នុងពិធីត្រូវខូចខាតនេះជាការមិនគោរពកាតព្វកិច្ចសម្លៀកបំពាក់ពិធីរបស់អធិរាជត្រូវបានបំផ្លាញនៅចំពោះមុខភ្នែករបស់យើងព្រះចៅអធិរាជនឹងទទួលខុសត្រូវចំពោះយើងជំរឿតែមួយគត់របស់យើងគឺចាប់នាងជាមួយគ្នានេះអាចលុះការបរាជ័យរបស់យើងដែលបានយល់ព្រមចាប់អ្នកខ្លែងបន្លំជាមុនសិនអនុញ្ញាតឲ្យអធិរាជសម្រេចជោគវាសនារបស់នាងដកថយទាំងអស់គ្នាផ្លាស់ទីរួយតើអ្នកកំពុងធ្វើអ្វីខ្ពស់របស់អ្នកការពារឧក្រិដ្ឋជននេះដោះលែងខ្ញុំដោះដៃខ្ញុំទៅដោះលែងជីដូនរបស់ខ្ញុំព្រះចៅអធិរាជចូលទៅចិត្តរួយឈប់ទាំងអស់គ្នារួយតើមានអ្វីកើតឡើងចំពោះព្រះករុណាចៅនេះក្លាហានហ៊ានលួចអាវរបស់ព្រះចៅអធិរាជព្រះអង្គម្ចាស់ខ្ញុំបានបំបាក់មុខអក្រិតជននេះរួចហើយមុខនាងត្រូវខូចឥឡូវនេះនាងនៅក្នុងការចោទរបស់អ្នកព្រះចៅអធិរាជតើអ្នកសុខសប្បាយទេខ្ញុំសុខសប្បាយជាទេព្រះមាតាអ្នកមានសរសៃប្រសាទខ្លះហ៊ានធ្វើបាបម្ចាស់ស្ត្រីរបស់ខ្ញុំតើនេះអាចជាយ៉ាងដូចម្ដេចតើម្ដាយខ្ញុំអាចធ្វើជាសម្ដេចក្រមព្រះបានយ៉ាងណាហេតុអ្វីបានជាលោកយាយមិនមែនជាអ្នកសង្គ្រោះរបស់ព្រះអង្គម្ចាស់ឆ្នាំមុនខ្ញុំត្រូវពួកឧទាមតាមប្រមាញ់បើយាយមិនបានចូលទៅជួយខ្ញុំនឹងត្រូវគេសម្លាប់យូរហើយប៉ុន្មានឆ្នាំមកនេះយាយនិងខ្ញុំបានពឹងផ្អែកលើគ្នាទៅវិញទៅមកវាទាំងអស់គឺអរគុណដល់យាយថែរក្សាខ្ញុំយាយញ៉ាំរួយញ៉ាំយាយរួចថ្នាំរួចរាល់ហើយតោះមកលេបថ្នាំនាងគឺជាជីដូនរបស់ព្រះអង្គម្ចាស់ព្រះចៅអធិរាជនៃរាជវង្សជីងដ៏អស្ចារ្យយាយខ្ញុំមិនមែនជាក្មេងតូចទៀតទេ
แต่យាយត្រូវមើលថែខ្ញុំជារីតិយាតខ្ញុំអាចការពារអ្នកបានឥឡូវនេះរួយនឹងការពារយាយព្រះអង្គម្ចាស់នេះនឹងធ្វើឲ្យអ្នកបងថ្លៃសម្ដេចអ្នកមានមេត្តាខ្ញុំមិនដែលនឹកស្មានថាមិនត្រឹមតែម្ដាយខ្ញុំជួយសង្គ្រោះអ្នកទេប៉ុន្តែនាងបានខ្លាចជាអធិរាជមិនគួរឲ្យជឿតើអ្នកធ្លាប់ពិចារណារបៀបដែលអ្នកទទួលបានឋានៈទី3អនុរិយដល់សម្ដេចព្រះបរមរតនកោដ្ឋវាគឺដោយសារតែនៅពេលដែលយ៉ែនគឺជាអ្នកប្រាជ្ញដែលមានទេពកោសល្យមានអ្នកប្រាជ្ញកំពុងម្នាក់ជារៀងរាល់ឆ្នាំតើពួកគេមួយណាអាចដូចអ្នកហើយភ្លាមបន្ទាប់ពីប្រឡងជាប់ទទួលបានតំណែងផ្លូវការនៃចំណាត់ថ្នាក់ទី3វាអាចជាវាសម្រាប់ជាប្រយោជន៍របស់ម្ដាយអ្នកផ្ដល់ឲ្យអ្នកនៅមុខតំណែងដែលសង្ឃឹមថាបន្ទាប់ពីអ្នកទទួលបានជោគអ្នកនឹងមើលថែនាងយ៉ាងត្រឹមត្រូវប៉ុន្តែចុះអ្នកវិញលេងវិញយូរនិយាយបានចិញ្ចឹមអ្នកហើយបានជួយអ្នកឲ្យប្រឡងជាប់ប៉ុន្តែនៅពេលដែលអ្នកទទួលបានអំណាចអ្នកបានបោះបង់នាងចោលដូចជាស្បែកជើងចាស់ទេវាមិនដូចនោះទេវាមិនដូចនោះទេព្រោះអ្នកមិនចង់បានយាយបន្ទាប់មកមុខតំណែងនេះត្រូវបានប្រគល់ឲ្យវាវិញឧត្តមភាពរបស់អ្នកភាពខ្ពង់ខ្ពស់របស់អ្នកខ្ញុំត្រូវបានដាក់សុំវាគឺជាពួកគេដែលពួកគេកំពុងរៀបចំខ្ញុំលេងវិញអ្នកនៅលើអ្នកមិនហ៊ានបង្កាច់បង្ខូចខ្ញុំទេតើខ្ញុំខុសនៅពេលនោះកិនដេរបស់អ្នកអញ្ចឹងទ្រប Marquise បានបង្ខំកូនកំលោះលើកូនស្រីរបស់អ្នកបង្ខំឲ្យខ្ញុំរៀបការក្នុងគ្រួសាររបស់អ្នកអ្នកក៏បានបង្ខំខ្ញុំឲ្យផ្ដាច់ទំនាក់ទំនងជាមួយម្ដាយខ្ញុំដែរច្បាស់ណាស់អ្នកគិតថាយ៉ាងខេផេងមានឋានៈទាបបន្ទាប់ពីអ្នកបានប្រឡងជាប់អ្នកមិនអាចរងចាំដើម្បីតោងលើមេឃខ្ពស់របស់ខ្ញុំជប់និយាយពាក្យមិនសមហេតុសមផលតើខ្ញុំមើលងាយម្ដាយខ្លួនឯងទេលេងវិញយូនអ្នកហ៊ានវីកូនស្រីខ្ញុំសូមព្រះករុណាជាអង្គចៅក្រមលេងវិញយូនមើលងាយភាពក្រីក្ររបស់អធិរាជ Dowager ពេលនោះហើយជាមូលហេតុដែលគាត់រៀបការជាមួយខ្ញុំថ្ងៃនេះគាត់បង្វែរទៅឲ្យរៀបចំយើងបាទព្រះករុណាយើងក៏ត្រូវបានបញ្ឆោតដោយលេងវិញយូនផងដែរវាគឺជាពួកគេដែលពួកគេកំពុងដាក់ខ្ញុំអ្នកនៅតែនិយាយមិនសមហេតុផលតើនរណាជាអ្នកដាក់ពង្រាយអ្នកគ្រប់គ្រាន់អ្នកទាំង3សុទ្ធតែជាប់កាំងគ្មានអ្នកណាម្នាក់គ្មានកំហុសទេម៉ាក់តើអ្នកចង់ដោះស្រាយជាមួយពួកគេយ៉ាងដូចម្ដេចម៉ាក់ខ្ញុំជាកូនប្រុសតែមួយរបស់អ្នកខ្ញុំនៅតែត្រូវមើលថែអ្នកខ្ញុំត្រូវមើលថែអ្នកក្នុងវ័យចាស់លេងវិញយូនអ្នកបង្ខំខ្ញុំដើម្បីដាក់ស្នាមម្រាមដៃរបស់ខ្ញុំនៅលើលិខិតបដិសេធចាប់ពីពេលនោះមកយើងលែងជាម្ដាយនិងកូនទៀតហើយគ្មានម្ដាយវាជាការយកខុសទាំងអស់ខ្ញុំត្រូវបានគេបំភាន់ដោយការយកខុសអ្នកអនុញ្ញាតឲ្យអចលនទ្រព្យ Marquise ធ្វើបាបខ្ញុំជាការយកខុសឬថាអ្នកខ្លាចជាប់ពាក់ព័ន្ធអ្នកចង់បានអធិរាជហើយរួចរកាត់ទោសប្រហារជីវិតខ្ញុំមីងពីមុនខ្ញុំពិការភ្នែកខ្ញុំមិនស្គាល់អត្តសញ្ញាណរបស់អ្នកពីមុននោះទេសូមអភ័យទោសដល់លោកវិញយូននិងខ្ញុំផងនៅថ្ងៃអនាគតវិញយូនហើយខ្ញុំនឹងមើលថែអ្នកឲ្យបានល្អមីងនោះហើយជាសិទ្ធិយើងទាំងអស់គ្នាជាគ្រួសារគ្នាដល់ស្លាប់បើមានអ្វីត្រូវនិយាយគ្រាន់តែនិយាយវាចេញគ្រួសារប្រសិនបើខ្ញុំមិនមែនជាអធិរាជថ្ងៃនេះតើអ្នកនឹងលើកជង្គង់នៅទីនេះដូចអ្នកឥឡូវនេះទេការទទួលស្គាល់កំហុសរបស់អ្នកដោយសារតែម្ដាយមិនចង់បានដើម្បីអត់ទោសឲ្យពួកគេបើតាមច្បាប់តើយើងអនុវត្តទាំង3យ៉ាងម៉េចដែរទេគ្មានម្ដាយខ្ញុំមិនចង់ស្លាប់ទេសូមជួយសង្គ្រោះខ្ញុំផងព្រះមហាក្សត្ររបស់អ្នកសូមទម្លាក់ទោសប្រហារជីវិតជំនួសវិញកាត់បន្ថយពួកគេទៅមនុស្សសាមញ្ញអនុញ្ញាតឲ្យពួកគេជួបប្រទះការលំបាកនៃជីវិតធម្មតាដូចដែលអ្នកចង់បានម្ដាយវាចប់ហើយទាំងអស់ចេញឯងទៅឆ្ងាយហើយមិនហ៊ានធ្វើខ្ញុំបែបនេះខ្ញុំនឹងលក់អ្នកទាំងអស់គ្នាលក់ទាំងអស់គ្នាហាអ្នកគិតថាអ្នកអាចលក់យើងអ្នកទាំង3គ្រាន់តែជាអ្នកទោសឥឡូវនេះអ្នកនៅតែធ្វើដូចជាចៅវាយនាយព្រះចៅអធិរាជបានដកហូតតំណែងរបស់អ្នកហេតុអ្វីបានជាអ្នកនៅតែនៅទីនេះចង់បាត់បង់ក្បាលរបស់អ្នកចេញទឹកក្រិតបើកទ្វារឪពុកខណៈពេលដែលមានជីវិតមានសង្ឃឹមថ្ងៃស្អែកជាថ្ងៃមួយទៀតយាយញ៉ាំនេះអរគុណរ៉េរ៉េខ្ញុំមិនដែលហ៊ានស្រមៃថាខ្ញុំអាចរស់នៅបែបនេះទេជាមួយសាច់រាល់អាហារលោកយាយទាំងអស់គឺអរគុណចំពោះសំណាងល្អរបស់រួយគួរតែអរគុណលោកយាយប្រសិនបើវាមិនមែនសម្រាប់យាយខ្ញុំនឹងមិនបានរស់នៅដើម្បីជួបឪពុកនិងម្ដាយរបស់ខ្ញុំបាទយើងបានឆ្លងកាត់ច្រើនណាស់ដើម្បីស្វែងរករួយ
ជាសំណាងល្អទីបំផុតយើងបានរកឃើញនាងវាចម្លែកណាស់កាលនោះឪពុកបានសន្លប់ជាច្រើនថ្ងៃប៉ុន្តែនៅពេលដែលរួយរបង្ហាញខ្លួនឪពុកបានភ្ញាក់ឡើងវារបស់យើងគឺជាតារាសំណាងវាជាការអាម៉ាស់មួយដែលឪពុកមិនបានល្អឥឡូវនេះគាត់រសាត់ក្នុងនឹងចេញពីស្មារតីខ្ញុំមិនដឹងថាពេលណាគាត់នឹងជាសះស្បើយទេរបាយការណ៍ព្រះចៅអធិរាជរបស់អ្នកអធិរាជ Emeritus បានភ្ញាក់ឡើងលោកតាជាទីគោរពរបស់អ្នកសូមរងចាំព្រះចៅអធិរាជភ្ញាក់ខ្លួនប្រយ័ត្ននឹងជំងឺរបស់គាត់តើឪពុកខ្ញុំយ៉ាងម៉េចដែរព្រះករុណាជាអម្ចាស់ជីវិតលើត្បូងមានជីពចថេសុខភាពរបស់គាត់លែងមានគ្រោះថ្នាក់ទៀតហើយជីតាមិនអីទេអធិរាជ Emeritus ត្រូវបានប្រទានពរគាត់ប្រកាសជានឹងរស់នៅបានយូរខ្ញុំជប់សម្រាប់ខ្ញុំឮថាអ្នកបានបង្កើតក្មេងស្រីអ្នកនេសាទម្នាក់ Empress Dowagerជីតាពេលខ្ញុំវង្វេងផ្លូវយាយយកខ្ញុំទៅខ្ញុំចង់សងគុណគាត់បតាអធិរាជមានចិត្តសប្បុរសចំពោះរួយនាងស្លូតបូតនាងសមនឹងក្លាយជាអធិរាជខ្ញុំនៅមានជីវិតនៅឡើយតើអ្នកហ៊ានដាក់ឈ្មោះអធិរាជដោយគ្មានខ្ញុំជីតាឪពុកនេះមិនអាចចរចាបានទេទើបចេញក្រឹតភ្លាមដកនាងចេញពីតំណែងអធិរាជកុំបារម្ភម្ដាយយើងនឹងការពារលោកតាបរោះពិតរក្សាពាក្យរបស់គាត់ធ្លាប់និយាយថាមិនអាចយកមកវិញបានទេឪពុកបានសម្រេចឲ្យធ្វើមហាក្សត្រទេមិនអាចត្រឡប់ទៅតាមពាក្យរបស់គាត់បានទេឪពុកអ្នកបានបង្រៀនរួយនឹងខ្ញុំឲ្យដឹងគុណឥឡូវនេះយើងកំពុងសងបំណុលដោយផ្ដល់ងារជាអធិរាជតើយើងអាចយកវាមកវិញដោយរបៀបណាអ្នកចង់សងនាងផ្ដល់ឲ្យនាងនៅដីរាប់ពាន់ហិកតាប៉ុន្តែមិនមែនជាតំណែងអធិរាជទេមុខតំណែងនោះនឹងជារបស់ម្ដាយអ្នកជានិច្ចម្ដាយរបស់អ្នកនិងខ្ញុំបានឆ្លងកាត់ច្រើនជាមួយគ្នាឆ្នាំមុនខ្ញុំត្រូវបានគេដាក់សូមបើមិនមែនសម្រាប់នាងខ្ញុំនឹងស្លាប់ក្រៅវ័យក្មេងសម្រាប់បន្តិចខ្ញុំនឹងប្រមូលអស់សម្រាប់អ្នកលោកក្រៅវ័យក្មេងតើអ្នកកំពុងធ្វើអ្វីជួយខ្ញុំបង្ខំដោយកាលៈទេសៈខ្ញុំត្រូវទុកនាងចោលក្រោយមកខ្ញុំក៏ត្រឡប់ទៅរកនាងវិញប៉ុន្តែមិនអាចតាមដំរីខ្ញុំបានរកឃើញអ្នកទីរូបទើបនឹងកើតហេតុអ្វីខ្ញុំជឿចាប់ក្នុងចិត្តប្រសិនបើម្ដាយរបស់អ្នកត្រឡប់មកវិញប៉ុន្តែខ្ញុំរកឃើញអធិរាជរបស់នរណាម្នាក់តើនាងនឹងគិតយ៉ាងណាប៉ុន្មានឆ្នាំមកនេះយើងរកម្ដាយមិនឃើញប្រហែលជានាងស្ងាត់ស្ងៀមខ្ញុំជឿថាខ្ញុំនឹងស្វែងរកនាងខ្ញុំអាចផ្ដល់ឲ្យអ្នកនៅអ្វីដែលអ្នកចង់បានប៉ុន្តែចំណងជើងរបស់អធិរាជ Dowager គឺនៅក្រៅដែនកំណត់អធិរាជរួយសូមទម្លាក់វាកុំនិយាយត្រឡប់ទៅលោកតាអធិរាជខ្ញុំមិនចាំបាច់ធ្វើជាអធិរាជទេប៉ុន្តែខ្ញុំចង់ត្រូវការអ្នកជាជីដូនអធិរាជរបស់ខ្ញុំរវីទោះគ្មានចំណងជើងក៏ដោយក៏ខ្ញុំនឹងយកចិត្តទុកដាក់ចំពោះរួយព្រះមេដាខ្ញុំគ្រាន់តែជាស្ត្រីជនជាតិដែលមានចរិតស្លូតបូតនិងសាមញ្ញការត្រូវបានគេដាក់តាំងជាអធិរាជ Dowager មិនសមនឹងខ្ញុំទេឥឡូវនេះអ្នកយល់ចាក់ចេញពីវិមានចុះហត្ថលេខាភ្លាមខ្ញុំនឹងនៅជាមួយយាយចូលយើងជួយយាយខ្ចប់របស់គាត់ឪពុកអធិរាជអ្នកត្រូវតែរឹងរូសតំណែងអធិរាជ Dowager គឺសំខាន់ណាស់ប៉ុន្តែវិមានកញ្ចក់នេះហេតុអ្វីបានជាបង្ខំនាងឲ្យចាក់ចេញវិមានចុះហត្ថលេខាត្រូវបានសាងសង់សម្រាប់ម្ដាយរបស់អ្នកតែម្នាក់ជាមួយផ្កាភ្លុំជាទីស្រឡាញ់របស់នាងខ្ញុំមិនអាចទ្រាំទ្រអ្នកដទៃដែលរស់នៅទីនោះបានទេនិយាយការពិតខ្ញុំយកចិត្តលោកតាអធិរាជស្នេហាដែលស្រឡាញ់មិនងាយភ្លេចទេអ្វីដែលអាម៉ាស់ខ្ញុំនឹងមិនឃើញផ្កាព្រូនទាំងនោះទៀតទេតើលោកយាយមាននរណាម្នាក់ដែលគាត់មិនអាចបំភ្លេចបានដែរឬទេជីដាលីនប្រហែលជាគ្មានលោកតាលីនទេដែលខ្ញុំមិនដែលស្គាល់ឈ្មោះពិតរបស់គាត់ទោះបីជាយើងបានបែកគ្នាប៉ុន្មានឆ្នាំមកនេះនៅពេលណាដែលការចងចាំនៅលើបេះដូងរបស់ខ្ញុំហេតុអ្វីបានជាខ្ញុំប្រាប់អ្នករឿងនេះទូបង្គំសូមថ្វាយព្រះពរដល់ព្រះបាទសម្ដេចព្រះបរមរតនកោដ្ឋមហាក្សត្រយានីអ្នកបម្រើទាំងនេះនឹងមករកអ្នកចាប់ពីពេលនេះទៅ
ពួកគេនឹងគ្រប់គ្រងតម្រូវការប្រចាំថ្ងៃរបស់អ្នក Plastic ដូចខ្ញុំមិនត្រូវការចូលរួមទេវាជាពិធីការដ៏ត្រឹមត្រូវសម្រាប់ឋានៈមហាក្សត្ររបស់អ្នកចាប់ពីពេលនេះទៅយើងនឹងបម្រើអ្នកដោយកាតព្វកិច្ចជួយព្រះនាងខ្ចប់ភ្លាមសូមថ្លែងអំណរគុណដល់ព្រះចៅអធិរាជប្រសិនបើអ្នកត្រូវការអ្វីគ្រាន់តែបញ្ជាយើងអ្នកត្រីចៅសម្រាមរំពឹងថាខ្ញុំនឹងបម្រើអ្នកនៅពេលដែលភាពរុងរឿងរបស់ពួកគេចាក់ចេញអ្នកនឹងឃើញពណ៌ពិតរបស់ខ្ញុំតើបច្ចេកទេសរបស់ខ្ញុំយ៉ាងម៉េចដែរនេះគួរឲ្យចាប់អារម្មណ៍យើងដាច់ទឹកតើខ្ញុំអាចទទួលបានទឹកខ្លះតើយើងស្រេកទឹកមែនទេមានអណ្ដូងមួយនៅទីនោះនាងនៅតែជាអធិរាជការប្រព្រឹត្តទៅលើនាងបែបនេះវាហួសទៅហើយតើអ្នកមិនគិតយ៉ាងពិតប្រាកដទេចុះបើនាងត្អូញត្អែទៅកាន់រាជយាទមិនចាំបាច់បារម្ភទេអ្នកមិនបានឬទេអធិរាជចូលនិវត្តន៍ខ្លួនឯងបានបញ្ជាឲ្យដកហូតតំណែងអធិរាជ Dowager នោះជាការពិតទាំងស្រុងគិតអំពីវាហេតុអ្វីបានជានាងត្រូវនិរទេសទៅឯវាំងខាងនេះសម្គាល់ពាក្យរបស់ខ្ញុំនាងនឹងត្រូវបណ្តេញចេញពីវាំងក្នុងពេលឆាប់នេះទុកឲ្យនៅតែដាក់ពាក្យបណ្តឹងមីងរងតែងតែមានព័ត៌មានថ្មីបើមិនដូច្នេះទេយើងនៅតែបម្រើត្រីអ្នកនេសាទនោះយ៉ាងត្រឹមត្រូវតាមធម្មជាតិមីងរងចាស់ជាងគេក្នុងចំណោមពួកយើងទាំងអស់គ្នានាងបានបម្រើព្រះចៅអធិរាជដែលចូលនិវត្តន៍ខ្លួនឯងសូម្បីតែព្រះចៅអធិរាជនិងព្រះចៅអធិរាជក៏ចាត់ទុកនាងដោយការគោរពគ្រាន់តែអ្នករងចាំខ្ញុំនឹងបង្ហាញអ្នកពីរបៀបដែលយើងអនុវត្តច្បាប់រាជវាំងឲ្យបានត្រឹមត្រូវថ្ងៃនេះអាកប្បកិរិយាថោកទាបបែបនេះត្រូវការវិន័យត្រឹមត្រូវរងចាំសម្អាតតំបន់នេះភ្លាមបន្ទាប់មកជូតបន្ទប់នោះឲ្យស្អាតតើអ្នកមិនមែនជាអ្នកផ្ញើដោយអធិរាជដើម្បីចូលរួមជាមួយខ្ញុំយើងបម្រើតែអ្នកដែលមានឋានៈខ្ពង់ខ្ពស់ប៉ុណ្ណោះអ្នកមិនមែនជាព្រះចៅអធិរាជទៀតទេហេតុអ្វីបានជាយើងគួរបម្រើអ្នកខ្ញុំបានធ្វើការងារទាំងនេះពីមុនមកមនុស្សខ្លះមានសំណាងដោយចៃដន្យគិតថាស្វែងរកព្រះអង្គម្ចាស់ផ្ដល់សិទ្ធិពិសេសដល់ពួកគេធ្វើជាម្ចាស់លើអ្នកដទៃយ៉ាងពិតប្រាកដមិនដែលគិតពីតម្លៃពិតរបស់ពួកគេតើពួកគេសមនឹងទទួលបានការព្យាបាលដ៏ថ្លៃថ្នូរតើអ្នកកំពុងធ្វើអ្វីដើម្បីប្រាកដថាអ្នកបានសម្អាតយ៉ាងត្រឹមត្រូវអាវទាំងនេះសុទ្ធតែខ្វក់ដេកពួកវាម្ដងទៀតក្លាហានប៉ុណ្ណាអ្នកហ៊ានបំផ្លាញសម្លៀកបំពាក់ដែលប្រគល់ឲ្យអធិរាជវាមានស្នាមប្រឡាក់នេះគឺជាបទល្មើសដើមទុនខ្ញុំមិនបានធ្វើបែបនេះទេអ្នកនៅម្នាក់ឯងនៅក្នុងបន្ទប់តើវាអាចជាអ្នកណាទៀតខ្ញុំមិនបានបើកទូនោះទេតាំងពីពេលនោះមកជនល្មើសមិនស្គាល់អត្តសញ្ញាណរាយការណ៍ទៅព្រះនាងអនុញ្ញាតឲ្យនាងសម្រេចចិត្តការស្នាក់នៅក្នុងវាំងរបស់ខ្ញុំបានដាក់បន្ទុកដល់កិត្តិយសរបស់ពួកគេគ្រប់គ្រាន់ហើយសូមកុំរំខានពួកគេទៅទៀតខ្ញុំនឹងលាងវាដោយខ្លួនឯងដោយដែលខ្ញុំគិតថាវិធីសាស្ត្ររបស់ម៉ារុនរបស់យើងដំណើរការបានល្អបំផុតពិបាកជាងតើនាងបានត្រឡប់មកវិញហេតុអ្វីបានជានាងព្រះករុណាហេតុអ្វីបានជាអ្នកបោកអ៊ុត
នាងក្រុងនឹងរក្សាតំណែងរបស់នាងតាមរយៈល្ខោនទាំងនេះដើម្បីខេរីសំណប់របស់ខ្ញុំឧត្តមសេនីយ៍រូបនេះបានជួបព្រះនាងច្រើនដងនាងមិនមែនជាមនុស្សបែបនោះទេការវិនិច្ឆ័យរបស់អ្នកត្រូវបានពុកនាងត្រូវតែស្រាវជ្រាវប្រវត្តិរបស់ខ្ញុំដឹងថាសម្លាញ់របស់ខ្ញុំធ្លាប់បោកអាវប្រឡាក់ឈាមហេតុអ្វីបានជាអធិរាជ Dowager ធ្វើការបោកគុកផ្ទាល់ប្រហែលជាមានការយល់ច្រឡំខ្លះអ្នកទាំងអស់ត្រូវបានបញ្ឆោតដោយនាងខ្ញុំតែងតែមើលងាយមនុស្សស្រីដែលមានគំនិតស្វែងរកឱកាសដើម្បីបណ្ដេញនាងចេញពីតុលាការតើអ្នកកំពុងធ្វើអ្វីតើខ្ញុំកំពុងធ្វើអ្វីតើអ្នកកំពុងធ្វើអ្វីនេះជារបៀបដែលអ្នកបោកខោអាវតើអ្នកដឹងទេថាពុក Brofred នេះមានតម្លៃមិនអាចកាត់ថ្លៃបានវាមិនអាចត្រូវបានគេបោកយ៉ាងខ្លាំងអ្នកបានបំផ្លាញវាតើរឿងនេះកើតឡើងយ៉ាងដូចម្ដេចពេលអ្នកឲ្យវាមកខ្ញុំអ្នកមិននិយាយអ្វីទាំងអស់តើនៅពេលណាដែលខ្ញុំនិយាយថាអាវផាយនេះត្រូវបានរៀបចំដោយព្រះមហាក្សត្រសម្រាប់អធិរាជពិតរបស់ Dowager ខ្លួននាងផ្ទាល់តម្លៃរបស់វាគឺលើសពីការវាស់វែងអ្នកនេសាទដូចជាអ្នកមិនគួរប៉ះវាទេប្រសិនបើមហាអធិរាជដឹងពីរឿងនេះអ្នកនឹងប្រឈមមុខនឹងការប្រហារជីវិតអ្នកបម្រើដ៏ថោកទាបទាំងនេះហ៊ានប្រើឈ្មោះខ្ញុំធ្វើបាបអ្នកដទៃធ្វើឲ្យខ្លួនអ្នកស្ងប់ព្រះករុណាឧត្តមសេនីយ៍រូបនេះនឹងដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរដល់មនុស្សអាក្រក់ទាំងនេះតើរូបនេះមានតម្លៃប៉ុន្មានខ្ញុំនឹងបង់ប្រាក់អ្នកនឹងបង់តើអ្នកដឹងថាសម្លៀកបំពាក់ប្រភេទណាដែលអ្នកបានខូចអ្នកលក់ត្រីមិនអាចមានលទ្ធភាពទិញត្រីនេះបានទេកុំប្រាប់ខ្ញុំអ្នកក្រុងនឹងទូទាត់សំណងជាមួយមូលនិធិអធិរាជនោះមិនមែនជាភាពស្ងៀមស្ងាត់ពិតទេអ្នកបានបង្កបញ្ហាធំខ្ញុំនឹងមិនគ្រប់ដណ្ដប់សម្រាប់អ្នកទាំងពីរនាំនាងទៅការិយាល័យពីណីបាទខ្ញុំនឹងមិនទៅទេអនុញ្ញាតឲ្យខ្ញុំទៅផ្លាស់ទីប្រញាប់ឡើងតើអ្នកកំពុងធ្វើអ្វីនៅទីនេះតើអ្នកកំពុងធ្វើអ្វីនៅទីនេះមេបញ្ជាការវងអ្នកបានមកដល់ពេលវេលាដ៏ល្អឥតខ្ចោះវាជារបស់នាងដោយចេតនាបានបំផ្លាញបន្ទប់របស់អធិរាជ Emeritus សម្លៀកបំពាក់ដែលបានរៀបចំជាពិសេសនាងបានបដិសេធរាល់ការព្រមានរបស់ខ្ញុំគ្រាន់តែរាយការណ៍ទៅព្រះចៅអធិរាជភាពក្លាហានបែបនេះតើអ្នកហ៊ានដាក់សុំព្រះមហាក្សត្រអ្នកយ៉ាងណាអ្នកវាខ្ញុំអ្វីដែលរារាំងខ្ញុំមើលខ្លួនឯងបំផ្លាញសម្លៀកបំពាក់អធិរាជសុំអធិរាជ Dowager ហាក់ដូចជាអ្នកធុញទ្រាន់នឹងការរស់នៅតើនាងជាអធិរាជអ្វីអធិរាជ Emeritus of នាងនឹងត្រូវគេបណ្ដេញចេញពីរាជវាំងឆាប់អ្នកគ្រប់គ្រាន់ហើយលោកមេបញ្ជាការវងស្ថានភាពរបស់ខ្ញុំពិតជាទាបណាស់ខ្ញុំមិនស័ក្តិសមធ្វើជាព្រះចៅអធិរាជទេខ្ញុំបានសម្រេចចិត្តហើយខ្ញុំនឹងចាក់ចេញពីវាំងហើយត្រឡប់មកផ្ទះវិញរងចាំសម្លៀកបំពាក់នោះដែលអ្នកកំពុងគឺជាសម្លៀកបំពាក់ផ្លូវការរបស់អធិរាជអ្នកអាចចាក់ចេញប៉ុន្តែត្រូវដោះសម្លៀកបំពាក់ចេញជាមុនសិនពេលដោះខុសគំហួសព្រំដែនរបស់អ្នកជាអ្នកគ្រប់គ្រងកិច្ចការរាជវាំងខ្ញុំមិនអាចអនុញ្ញាតបានទេសម្លៀកបំពាក់របស់ព្រះនាងចេញពីវាំងខ្ញុំនឹងត្រឡប់ទៅបដូរវិញហើយបញ្ជូនវាទៅអ្នកក្នុងពេលឆាប់នេះប្រសិនបើអ្នកត្រឡប់មកវិញតើខ្ញុំអាចជឿជាក់បានថាអ្នកនឹងមិនបដូរសម្លៀកបំពាក់ហើយនាំពួកគេចេញយកវាចេញនៅទីនេះហើយអ្វីបានជាអ្នកមិនដោះសម្លៀកបំពាក់ប្រហែលជាអ្នករំពឹងថាខ្ញុំនឹងដោះអាវអ្នកដោយខ្លួនឯងកុំទៅឆ្ងាយពេកអ្នកពីរដោះសម្លៀកបំពាក់នោះភ្លាមបាទកុំដោះលែងខ្ញុំភ្លាមដោះអាវចេញឥឡូវនេះសញ្ញាកំណើតដែលនាងជាស្ត្រីកាលពី30ឆ្នាំមុនអ្នកទាំងអស់គ្នាឈប់នឹងហើយនៅស្ងៀមគាត់ត្រូវតែផ្ទុកអធិរាជ Emeritus ឥឡូវនេះខ្ញុំមិនត្រូវឲ្យនាងរកឃើញអត្តសញ្ញាណរបស់ខ្ញុំទេមេដោះខុសតើអ្នកសារភាពកំហុសរបស់អ្នកអីមិនដឹងទេព្រះករុណាខ្ញុំគ្រាន់តែចង់ប្រដៅអ្នកខ្លែងបន្លំលោភលន់នេះប៉ុណ្ណោះតើអ្នកមានសិទ្ធិអ្វីដើម្បីប្រដៅនាងរហូតដល់ព្រះចៅអធិរាជសម្រេចផ្សេងទៀតនៅតែជាអធិរាជ Dowager មេដោះម្នាក់ហ៊ានជ្រុលហួសចិត្តខ្ញុំមានន័យថាគ្មានការមិនគោរពប៉ុន្តែអធិរាជ Emeritus មិនចូលចិត្តស្ត្រីនេះទេហើយអ្វីបានជាការពារនាងឥឡូវនេះភាពក្លាហានរបស់អ្នកធ្វើឲ្យអ្នកថែមទាំងអះអាងថាជាគិលានុបដ្ឋាយិកាសមរបស់អធិរាជទាំងនោះជាពាក្យល្ងងដែលនិយាយក្នុងពេលឈួតពួកគេគ្មានន័យអ្វីទេខ្ញុំមិនដែលមានគំនិតបែបនេះទេមេដោះខុសបានមើលងាយព្រះចៅអធិរាជនិងប្រឆាំងនឹងអំណាចអធិរាជឆ្មាំនាំនាងទៅគុកព្រះករុណាប្រោសទូបង្គំព្រះករុណាមានព្រះហឫទ័យមេត្តាករុណាខ្ញុំខុសព្រះអង្គទុកជីវិតរបស់ខ្ញុំអធិរាជ Emeritus អ្នកគឺជាអធិរាជទេហើយអ្វីបានជាខ្ញុំខ្លាចជាអធិរាជ Emeritus ខ្ញុំជាអ្នកយាមផ្ទាល់ខ្លួនរបស់អធិរាជអ្នកគឺជាអ្នកយាមត្រឹមត្រូវតើខ្ញុំមើលទៅដូចអ្វី
រាជវាំងនឹងមិនជួអ្នកយាមដូចអ្នកចាស់ទេប្រសិនបើមានគ្រោះថ្នាក់តើគាត់នឹងការពារអ្នកឬអ្នកការពារគាត់បន្ទាប់មកប្រាប់ខ្ញុំថាតើខ្ញុំស្រដៀងនឹងអ្នកណាខ្ញុំគិតថាអ្នកជាម្ចាស់កសក់ស្អាតតើខ្ញុំត្រូវទេអ្នកជាអ្នកសង្កេតការណ៍ណាស់ខ្ញុំដឹងថាអ្នកនឹងខ្មាស់គេពេកវាមិនមានការខ្មាស់អៀននៅក្នុងវាយូនិកគឺជាមនុស្សផងដែរយើងទាំងអស់គ្នារកចំណូលបានតាមជំនាញរបស់យើងគ្មានមុខរបរនៅពីក្រោមផ្សេងទៀតទេសូមអរគុណសម្រាប់ពីមុនដោយគ្មានជំនួយរបស់អ្នកពួកគេប្រហែលជាធ្វើឲ្យខ្ញុំអាម៉ាស់ហួសកម្រិតអ្នកបម្រើដ៏ថោកទាបទាំងនោះហ៊ានប្រព្រឹត្តខុសនៅចំពោះមុខព្រះចៅអធិរាជពួកគេកាត់ទោសប្រហារជីវិតដោយការពិតពួកគេធ្វើសកម្មភាពដោយផ្អែកលើស្ថានភាពធ្លាក់ចុះរបស់ខ្ញុំពួកគេដឹងថាអធិរាជបានបោះបង់ចោលខ្ញុំដូច្នេះការរំលោភពិតប្រាកដព្រះអង្គម្ចាស់មិនមានបំណងទេចេតនាឬអត់វាលែងខ្វល់ពីខ្ញុំហើយខ្ញុំបានសម្រេចចិត្តត្រឡប់ទៅភូមិនេសាទរបស់ខ្ញុំវិញជីវិតប្រហែលជាពិបាកជាងនៅទីនេះតែយ៉ាងហោចណាស់ខ្ញុំនឹងមានសេរីភាពត្រឡប់ទៅផ្ទះវិញពិតជាមិនមែនជាហេតុអ្វីបានជាដោយសារតែព្រោះអ្នកជាស្ត្រីមេម៉ាយច្បាប់អធិរាជចែងថាផ្ទះស្ត្រីមេម៉ាយត្រឡប់ទៅរដ្ឋវិញដូច្នេះបើអ្នកត្រឡប់មកវិញអ្នកនឹងគ្មានផ្ទះសម្បែងខ្ញុំជាស្ត្រីមេម៉ាយគ្មានផ្ទះខ្ញុំមិនដែលឮពីច្បាប់បែបនេះទេនេះជាក្រឹត្យថ្មីដែលនឹងចូលជាធំមានក្នុងពេលឆាប់នេះដែលបញ្ជាការស្ដាំវងឥតជាច្បាប់ថ្មីរបស់តុលាការអ្នកគឺជាអធិរាជ Emeritus ប៉ុន្តែអ្នកមិនអាចកំណត់ច្បាប់បានទេតើខ្ញុំគួរធ្វើអ្វីលើនេះពិចារណារឿងនេះចុះខ្ញុំវិញចុះអ្នកវិញខ្ញុំស្នើឲ្យយើងធ្វើពុតជារៀបការយើងធ្វើពុតម៉ារីយ៉ាងពិតប្រាកដខ្ញុំចាស់ហើយគួរតែចូលនិវត្តន៍ពីតុលាការរៀបចំនេះរក្សាផ្ទះរបស់អ្នកហើយឲ្យខ្ញុំស្នាក់នៅខាងក្រៅវាំងខ្ញុំនឹងត្រូវការទីជម្រកតើអ្នកនិយាយអ្វីនោះប្រហែលជាខ្ញុំគ្រាន់តែជាមនុស្សពិសេសម្នាក់អ្នកមិនបាច់បារម្ភទេខ្ញុំនឹងមិនហួសព្រំដែនទេជាការប្រសើរណាស់បន្ទាប់មកតើយើងនឹងចាក់ចេញឬទេយើងត្រូវប្រញាប់ប្រញាល់លោកយាយខ្ញុំបានមកលេងលោកយាយរួយព្រះចៅអធិរាជហេតុអ្វីបានជាអ្នកនៅទីនេះព្រះចៅអធិរាជហេតុអ្វីបានជារួយហៅអ្នកដូច្នេះតើអ្នកជាអ្នកណាពិតប្រាកដសុភាពបុរសនេះកំពុងតែយកខុសការយកច្រឡំទាំងអស់ខ្ញុំភ្លេចណែនាំខ្លួនមុននាមត្រកូលរបស់ខ្ញុំគឺហួងឈ្មោះយួនយ៉ាន់ថេងដែលខ្ញុំធ្លាប់បម្រើព្រះអង្គសម្ដេចព្រះបរមរតនកទើបមានរហស្នាមថាលោកតែហួងត្រឹមត្រូវឧត្តមភាពរបស់អ្នកដូច្នេះវាជាហួង Grandpa មិនមែន Imperial Grandpa ទេនិយាយអំពីអ្វីដែរខ្ញុំត្រូវរាយការណ៍ទៅអធិរាជមួយផ្លែតព្រះចៅអធិរាជតើមានអ្វីកើតឡើងអ្នកមិនចង់បាននាងជាជីដូនអធិរាជរបស់អ្នកជីតាកំពុងធ្វើការលើវាយ៉ាងពិតប្រាកដអស្ចារ្យណាស់ប៉ុន្តែព្រះករុណាតើអ្នកមិនមានគម្រោងដកតំណែង Dowager របស់នាងទេឥឡូវនេះហេតុអ្វីពីមុនខ្ញុំយកខុស K Peng ប៉ុន្តែអ្វីត្រូវបានបញ្ជាក់ឥឡូវនេះខ្ញុំនឹងទៅប្រាប់ Granny ចែករំលែកដំណឹងល្អរងចាំសេះរបស់អ្នកជីដូនរបស់អ្នកមិនពេញចិត្តនឹងខ្ញុំឥឡូវនេះដូច្នេះខ្ញុំត្រូវតែធ្វើដំណើរដោយអនាមិករួមដំណើរជាមួយនាងនៅខាងក្រៅវាំងដើម្បីចិញ្ចឹមចំណងរបស់យើងកុំធ្វើឲ្យខូចទង្វើចាក់ចេញពីវាំងតុលាការត្រូវការអធិរាជ Emeritus របស់ខ្លួនខ្ញុំបានបម្រើរាជវង្សជាងដ៏អស្ចារ្យពេញមួយជីវិតរបស់ខ្ញុំមិនអាចរីករាយនឹងការចូលនិវត្តន៍ទេអត្តសញ្ញាណបច្ចុប្បន្នរបស់ខ្ញុំគឺ Ines Huang កិច្ចការតុលាការគឺជាការទទួលខុសត្រូវរបស់អ្នកឥឡូវនេះយើងបានព្រមព្រៀងគ្នាហើយគ្មាននរណាធ្វើឲ្យខូចផែនការរបស់ខ្ញុំទេតោះយើងទៅស្រុកកំណើតរបស់អ្នកឥឡូវនេះ Unique Wang ផ្ទះចុងក្រោយដូច្នេះនេះគឺជាផ្ទះរបស់អ្នកបាទជាភូមិដ៏រាបទាបគ្មានអ្វីដូចជាភាពអស្ចារ្យនៃរដ្ឋធានីនោះទេមុនស្នេហ៍នៅក្នុងភាពសាមញ្ញរបស់វាមើលទៅមានអ្នកលក់នំអ្នកត្រូវតែឃ្លានបន្ទាប់ពីការធ្វើដំណើរអនុញ្ញាតឲ្យខ្ញុំទទួលបាននំចំហុយដ៏អស្ចារ្យព្រះមហាក្សត្រទ្រង់ជ្រាបអំពីការមកដល់ Fast របស់អ្នកស្នើសុំរៀបចំពិធីជប់លៀងនៅ Drunken ពីមានអមតៈការណែនាំរបស់អ្នកមិនអាចធ្វើដំណើរដោយមិនដឹងខ្លួនទៀតទេដូច្នេះអ្នកពិតជានឹងចូលរួមព្រោះវាជាស្រុកកំណើតរបស់ K Peng ខ្ញុំគួរតែពិនិត្យមើលអភិបាលកិច្ចមូលដ្ឋានដែលនាំផ្លូវមកចេញទៅហើយអរគុណថែរក្សាស្រស់ចេញពីសក្តានុពល
ញ៉ាំវាខណៈពេលដែលវាក្តៅបំពង់អ្វីមួយបានកើតឡើងជាបន្ទាន់ត្រូវការដើម្បីថែរក្សាខ្ញុំនឹងស្វែងរកអ្នកនៅពេលក្រោយខ្ញុំនឹងរងចាំអ្នកនៅផ្ទះកាពីងមីងលូអ្នកត្រឡប់មកវិញនេះពិតជាអស្ចារ្យណាស់ស្ដាប់រឿងនេះវាជាថ្ងៃគោរពបូជាដូនតាមេភូមិកំពុងព្យាបាលយើងនៅស្រវឹង Immortal Tavern តោះទៅទាំងអស់គ្នាយ៉ាងចេញមិននៅជុំវិញនោះទេប្រកាសជាចេញទៅមិនអីទេតាមវិធីនេះព្រះចៅអធិរាជបន្ទាប់ពីអ្នកសូមនេះជាបន្ទប់តោះចូលមកទាំងអស់គ្នាមកមើលអ្នកណាមកវិញស្មានថាអ្នកណាជាអ្នកត្រឡប់មកវិញរបស់ K មកអង្គុយនៅទីនេះអ្នកកាន់តែស្អាតអរគុណបងស្រី K ពេញអ្នកពិតជាមានសំណាងណាស់នៅពេលដែលយន្តបានខ្លាចជាអ្នកប្រាជ្ញអធិរាជឆ្នាំកន្លងមកនេះតើគាត់បាននាំអ្នកទៅរាជធានីដើម្បីរស់នៅយ៉ាងសុខស្រួលអ្វីបានជាលើកឡើងនៅប្រធានបទដ៏ឈឺចាប់ហេតុអ្វីបានជាលើកឡើងថាបន្ទាប់ពីខ្លាចជាអ្នកប្រាជ្ញគាត់បានបោះបង់ចោលកាពីងរបស់យើងបានទៅអចលនទ្រព្យរបស់ Marquis ធ្វើជាកូនប្រសាររបស់គេអូជាទីស្រឡាញ់នោះកាពីងមិនអាចជាម្ដាយរបស់អ្នកប្រាជ្ញបានទេឥឡូវនេះម្ដាយរបស់អ្នកប្រាជ្ញរឿងធំ K ពេញរបស់យើងឥឡូវនេះគឺជាអធិរាជ Dowager ព្រះចៅអធិរាជដែលខ្ញុំរក្សាអ្នកគឺជាអធិរាជឥឡូវនេះអនធីលីវអ្នកកំពុងនិយាយលេងអ្នករាល់គ្នាដឹងថានាងមកពីភូមិនេសាទទូចរបស់យើងតើនាងអាចធ្វើជាអធិរាជដោយរបៀបណាអ្នកកំពុងនិយាយមិនសមហេតុសមផលអ្នកចាំរួយជាការពិតណាស់យើងចាំថាគីពេញតស៊ូតែម្នាក់ឯងការលើកឡើងដោយគ្មានអ្នកណាជួយយើងទាំងអស់គ្នាបានហៅនាងថាល្ងងកាលពីពេលនោះនេះជារឿងដែលរួចជារីតិយាបបន្ទាប់ពីបាត់កផេងរបស់យើងបានរកឃើញគាត់ហើយនាំគាត់ចូលព្រះចៅអធិរាជបានតែងតាំងព្រះនាង Dowager ដោយការដឹងគុណអំពើល្អរបស់យើងពិតជានាំមកនៅលៀបសំណាងមែនជាការពិតខេភៀងមិនគួរនិយាយព្រះនាងទេឥឡូវនេះខ្ញុំមិនដែលឃើញវិមានទេតើអ្នកអាចនាំខ្ញុំទៅទីនោះនៅថ្ងៃណាមួយដើម្បីទស្សនាខ្ញុំចង់ចូលព្រះបរមរាជវាំងនាងមិនមែនជាព្រះចៅអធិរាជទេតើអ្នកមិនបានឬទេចំណងជើងរបស់នាងត្រូវបានដកហូតដោយអធិរាជ Emeritus នាងជាព្រះចៅអធិរាជត្រូវបានដកហូតដោយអធិរាជ Emeritus យូរហើយអ្វីដែលនាំអ្នកមកទីនេះពិធីសែនដូនតាក្នុងភូមិថ្ងៃនេះយូយ៉ាវនឹងខ្ញុំមកមើលគាត់អ្នកមិនមែនជាកូនប្រសាររបស់ Marquis ទេហេតុអ្វីបានជាចូលរួមពិធីដ៏រៀបទៀបរបស់យើងត្រូវតែត្រឡប់មកវិញតើយើងនឹងរកឃើញអ្នកដែលត្រូវនិរទេសដោយរបៀបណាទៀតកំពុងខ្លាញ់បន្លំជាអធិរាជ Dowager ដើម្បីបោកប្រាស់អ្នកភូមិរងចាំតើការចោទប្រកាន់ទាំងនេះជាការពិតឬយ៉ាងណាតើអ្នកពិតជាត្រូវបានបណ្តេញចេញពីរដ្ឋធានីនៅពេលដែល UN គឺជាកូនប្រសាររបស់ Marquis តើគ្រួសារ Marquis នឹងកុហកទេយូយ៉ាវនិយាយការពិតអធិរាជ Emeritus មិនពេញចិត្តម្ដាយរបស់ខ្ញុំការដកហូតតំណែងរបស់នាងគឺជាមិនរួចដូច្នេះអ្នកមិនត្រឡប់មកវិញដោយជ័យជំនះទេប៉ុន្តែដោយភាពអាម៉ាស់ចូលបញ្ឈប់ចរិតនេះដោយមិនគិតពីស្ថានភាពបច្ចុប្បន្នរបស់ខ្ញុំគ្រួសារជារបស់អ្នកបានបាត់បង់តំណែង Northern Marquis Humph the Emperor ត្រូវបានអ្នកមិនយូរប៉ុន្មានចំណងជើង Northern Marquis នឹងត្រូវបានស្ដារឡើងវិញពូជពងដ៏ថ្លៃថ្នូរគឺជាគ្រួសាររបស់យើងទាំងពីរកេរដំណែលចាស់មួយសតវត្សនឹងមិនត្រូវបានបំផ្លាញដោយអ្នកនេសាទខ្លះទេនៅពេលដែលអ្នកចង់ឲ្យអ្នកបានរីកចម្រើនពិតពេលក្រោកឡើងកុំភ្លេចមីងចាងពិតជាអ្នកភូមិយើងម្នាក់ឯងចាំយើងអនុញ្ញាតឲ្យខ្ញុំបញ្ជាក់ការត្រឡប់មកវិញរបស់ខ្ញុំមិនមែនជារឿងផ្ទាល់ខ្លួនទេប៉ុន្តែសម្រាប់ភ្ញៀវកិត្តិយសបតារបស់ព្រះអង្គនៅក្នុងបន្ទប់ឯកជនភ្ញៀវអ្វីព្រះចៅអធិរាជទ្រង់ព្រះគុណយើងអ្វីនៅពេលដែលទំនាក់ទំនងរបស់ UN ចាប់អារម្មណ៍ដើម្បីមានសិទ្ធិចូលទៅកាន់អធិរាជ Emeritus មិនដូចអ្នកដែលបានឡើងខ្ពស់នោះធ្លាក់ចុះយ៉ាងលឿនអ្នកលើកទឹកចិត្តទាំងអស់គ្នាឥឡូវនេះថ្វាយព្រះមហាក្សត្រទទួលបានការពេញចិត្តរបស់គាត់មានន័យថាការចូលកាន់តំណែងរបស់ខ្ញុំឡើងវិញក្នុងនាមជាគ្រូបង្វឹករបស់សម្ដេចព្រះបរមជើង Northern Marquis មកវិញព្រះរាជដំណើររបស់ព្រះអង្គជាទីគោរពសក្ការៈរបស់ភូមិយើងមានកិត្តិយសយ៉ាងជ្រាលជ្រៅយើងអំដំណើរការយើងមកផ្ទះរបស់អធិរាជ Dowager មិនចាំបាច់មានបែបបទទេដូច្នេះយើងជំពាក់គុណនេះចំពោះព្រះនាងអនុញ្ញាតឲ្យយើងថ្វាយបង្គំព្រះចៅអធិរាជព្រះមហាក្សត្ររបស់អ្នកនាងឈីស្នើសុំគោរពគ្មានអ្នកអភិជនតូចតាចទេហ៊ានទាំងអស់គ្នាបាទខ្ញុំនឹងច្រានចោលពួកគេមានរឿងមួយទៀត The Empress Dowager កំពុងស្ថិតនៅ Drunken Immortal Pavilion បរិភោគអាហារនៅក្នុងបន្ទប់ឯកជនដែលនៅជាប់គ្នាអ្វីជាចៃដន្យផ្ញើស្រានិងអាហារឆ្ងាញ់បំផុតទៅកាន់កាពីងភ្លាមតែម្ដងសូមអញ្ជើញអ្នកបម្រើដ៏គួរឲ្យគោរពរបស់ខ្ញុំអនុញ្ញាតឲ្យយើងញ៉ាំ
ព្រះចៅអធិរាជជបដិសេធមិនឃើញយើងទេបន្ទាប់មកចុះយ៉ាងណាចំពោះចំណងជើងដំពូចចូលយើងត្រឡប់ទៅវិញត្រឡប់មកវិញមិនយូរប៉ុន្មានអ្នកបានជួបមហាអធិរាជត្រូវការអ្នកសំបីតែសួរមហាអធិរាជបានប្រកាសចំណងជើង Marquess of Genby របស់យើងនឹងត្រូវបានស្ដារឡើងវិញក្នុងពេលឆាប់នេះដំណឹងដ៏អស្ចារ្យនេះគឺមកពីភ្ញៀវដ៏ថ្លៃថ្នូរក្នុងបន្ទប់ដែលនៅជាប់គ្នាម្ហូបឆ្ងាញ់បែបនេះគឺសម្រាប់ខ្ញុំបន្ទប់ជិតខាងនោះត្រូវតែជា Grand Emperor Chamber ព្រះចៅអធិរាជបញ្ជូនអាហារ catering វាអាចមានន័យថាគាត់នៅតែយកចិត្តទុកដាក់ចំពោះមិនអាចទៅរួចនៅពេលដែលព្រះអង្គបានរៀនកាពីងគឺជាញាតិរបស់ព្រះចៅអធិរាជគាត់បានហោះចូលទៅក្នុងកំហឹងនេះជាចំណេះដឹងទូទៅតើគាត់អាចចាត់ពិធីជប់លៀងរបស់នាងបានយ៉ាងដូចម្តេចអ្នករត់តុតើអ្នកប្រកាសក្នុងពិធីជប់លៀងនេះមើលគឺមានន័យសម្រាប់ Jane Catering VIP បានណែនាំខ្ញុំឲ្យដឹកជញ្ជូនតភ្ញៀវពាក់អាវពណ៌ត្នោតតភ្នែកធំខ្ញុំក៏ពាក់អាវពណ៌ត្នោតដែរយ៉ាងពិតប្រាកដមុខម្ហូបទាំងនេះគឺសម្រាប់វេនតើខ្ញុំប្រាប់ខុសច្បាស់ហើយឬនៅ Jane Catering គ្រាន់តែជាស្ត្រីនេសាទមិនសមនឹងទទួលបានកិត្តិយសនៅទីនេះទេក្នុងចំណោមអ្នកដែលមានវត្តមាននោះត្រាតែអន់ស័ក្តិសមនៃការបែងចែកយ៉ាងជាក់លាក់បែបនេះប្រធានក្រុមវងតើមានអ្វីជាចលាចលដែលព្រះនាងសោយទីវង្គតនៅក្បែរនោះរាកែតនោះជាអ្វីដែលគេមិនដឹងថាព្រះអង្គទ្រង់គង់នៅទីនេះតើគេហ៊ានធ្វើម្ដេចបង្អាក់អាហាររបស់ព្រះរាជាខ្ញុំនឹងស្ងាត់ពួកគេភ្លាមមិនចាំបាច់នៅអង្គុយយើងនឹងស៊ើបអង្កេតនោះត្រូវតែជាអធិរាជដែលត្រូវបានឃុំខ្លួនដោយកិច្ចការរដ្ឋពិធីជប់លៀងនេះគឺជាសំណងរបស់អ្នកខ្ញុំបានដឹងថាព្រះអង្គនៅតែចាប់ខ្ញុំក្នុងការគិតគូរខ្ញុំនឹងផ្ញើពាក្យទៅឪពុកភ្លាមចំណងជើងដំពូជរបស់យើងនឹងត្រូវបានស្ដារឡើងវិញពិតជាយូនីយ៉ាងថៃពេញមុខម្ហូបទាំងនេះជារបស់វិញយួនតើអ្នកហ៊ានទាមទារអ្វីដែលមិនមែនជារបស់អ្នកវាគ្រាន់តែជាអាហារដ៏សាមញ្ញមួយដូច្នេះប្រសិនបើអ្នកចង់បានវាយកវាបន្ទាប់មកអ្នកជាស្ត្រីល្ងងខ្លៅតើអ្នកស្គាល់ព្រះចៅអធិរាជចូលនិវត្តន៍យ៉ាងណារៀបចំពិធីជប់លៀងសម្រាប់តែជំនួយការដែលគាត់ទុកអ្នកផ្សេងទៀតនឹងសម្រាប់ការទទួលស្គាល់បែបនេះដូច្នេះវាហាក់ដូចជាបន្ទាប់ពីការដំឡើងឋានៈរបស់លោកជាដៃស្ដាំរបស់អធិរាជចូលនិវត្តន៍គួរឲ្យចាប់អារម្មណ៍ប៉ុណ្ណាអ្នកមិនស័ក្តិសមសម្រាប់ពិធីនេះទេចូលចេញពីភ្នែកខ្ញុំឥឡូវនេះតើអ្នកខ្លងចំពោះពាក្យរបស់ខ្ញុំទេនៅពេលអ្នកចង់បន្ទាប់ពីអ្នកបន្ទប់ឯកជនរបស់ព្រះនាងគឺត្រូវតាមវិធីនេះអង្គុយនៅទីនេះនៅពេលដែលខ្ញុំមានន័យថារដ្ឋមន្ត្រីលីនសូមអង្គុយមិនអាក្រក់ទេអ្នកយកខ្លះហើយនៅពេលដែលគ្រួសារទំពាតទួបានតំណែងរបស់អ្នកនឹងបម្រើនៅផ្ទះរបស់យើងក្នុងនាមជាអ្នកបម្រើដ៏សូមអរគុណលោករដ្ឋមន្ត្រីសូមអរគុណកញ្ញាឈីវថ្ងៃនេះខ្ញុំមានអារម្មណ៍សប្បុរសអាហារនេះគឺជាការដឹងគុណរបស់អ្នកបម្រើរបស់ខ្ញុំយកកៅអីរបស់អ្នកហើយអ្នកណានិយាយថាអ្នកអាចអង្គុយបានប្រសិនបើអ្នកអស់សង្ឃឹមសម្រាប់ពិធីបុណ្យអធិរាជអ្នករាល់គ្នាអនុញ្ញាតឲ្យនាងមានវាញ៉ាំអ្នកនេះគឺជាការអាម៉ាស់រដ្ឋមន្ត្រីលេងផ្ដល់ជូនអ្នកនៅម្ហូបរាជកុំធ្វើបាបអ្នកណាធ្វើឲ្យយ៉ាងខេផេងបរិភោគម្ហូបនេះទទួលបានរង្វាន់100កន្ទុយមាសខ្ញុំនឹងធ្វើវាឲ្យញ៉ាំលេបវាឥឡូវនេះដោះលែងខ្ញុំឲ្យបានគ្រប់គ្រាន់តើនរណាជាអ្នកនោះគាត់កាន់ខ្លួនដូចជារាជវង្សមួយផ្លែតពីគាត់អង្រួនខ្ញុំទៅស្នូលហើយតើអ្នកជាអ្នកណាខ្ញុំជាប្តីរបស់ John Kipling វាអ្នកឈឺខ្ញុំសុខសប្បាយជាទេហេតុអ្វីបានជាអ្នកនៅទីនេះខ្ញុំនៅបន្ទប់ជាប់គ្នាឬថាអ្នកកំពុងញ៉ាំអាហារនៅទីនេះបានមកពិនិត្យឲ្យអ្នកពីទ្វារបន្ទាប់មិនអាចទេដែលអង្គជំនុំជម្រះមានត្រឹមតែអភិជនខ្ពស់បំផុតនាងគ្រាន់តែជាអ្នកនេសាទប្តីរបស់នាងទោះជានាងត្រូវតែជាមនុស្សសាមញ្ញអ្នកតាមសម្លេងរបស់អ្នកស្គាល់អ្នកជិតខាងដ៏ថ្លៃថ្នូររបស់យើងគ្រាន់តែស្គាល់អធិរាជដែលចូលនិវត្តន៍ឲ្យតម្លៃរដ្ឋមន្ត្រីលិនយ៉ាងខ្លាំងរដ្ឋមន្ត្រីលិនបានដុតពួកគេមុននេះចម្លើយខ្ញុំមិនត្រូវបានជូនដំណឹងទេតើអធិរាជបានផឹកនៅពេលអ្នកឈ្នះបរិះចំណាស់នេះគួរឲ្យសង្ស័យតើគាត់អាចជាអ្នកជិតខាងដ៏ថ្លៃថ្នូររបស់យើងអស់រយៈពេលជាង20ឆ្នាំមកហើយខ្ញុំមិនដែលឃើញនាងទេតើអ្នកធ្លាប់ធ្វើជាមិត្តដ៏ថ្លៃថ្នូរអ្នកត្រូវតែនិយាយកុហកអ្វីដែលជាភាពចលាចលនេះចៅក្រមស៊ូខ្ញុំលេងវេនយួនសូមគោរពជូនចំពោះចៅក្រមឈីវចៅក្រមឈីវគឺខ្ញុំ
យូរលើកចុងក្រោយខ្ញុំបានទៅលេងអ្នកជាមួយឪពុករបស់ខ្ញុំនៅឯគេហដ្ឋានរបស់អ្នកទូចចៅក្រុមនេះខ្ញុំខ្លាចអ្នកខ្លាញ់បន្លំនេះអះអាងថាជាអ្នកដ៏ថ្លៃថ្នូរមកពីផ្ទះក្បែរនោះបង្រៀនគាត់នៅមេរៀនមួយអ្នកល្ងងតើអ្នកដឹងថាគាត់ជានរណាជនក្បត់គាត់បានវាយប្រហារខ្ញុំតើអ្នកដឹងថាគាត់ជានរណាវិញអ្នកបានដឹងតើអ្នកមិនអីទេខ្ញុំមិនអីទេ Prefect Shield ហេតុអ្វីបានជាអ្នកវាយវិញយួនរបស់ខ្ញុំអ្នកគួរតែវាយបរិសម្នាក់នេះតើអ្នកហ៊ានប៉ុណ្ណាថ្ងៃនេះខ្ញុំនឹងធ្វើជំនួសឪពុកអ្នកហើយបង្រៀនអ្នកនៅមេរៀនត្រឹមត្រូវអ្នកជាម្ចាស់របស់ខ្ញុំធ្វើការសម្រេចចិត្តនេះបំពេញចិត្តអ្នកយ៉ាន់ឆេងមិនទាន់បានអ្នកត្រូវបណ្ដេញចេញពីតុលាការទេហេតុអ្វីបានជាចៅវាយនីខើនៅតែបង្ហាញការគោរពបែបនេះខ្ញុំបានបម្រើក្នុងវាំងអស់ជាច្រើនឆ្នាំខ្ញុំរក្សាឥទ្ធិពលខ្លះមែនអត់ខ្ញុំជាការពិតណាស់ហើយនេះគឺជាប្រពន្ធរបស់ខ្ញុំលោកជំទាវតើអ្នកបានវាយខ្ញុំដោយសិទ្ធិអ្វីល្ងងលើកនេះអ្នកបានបំផ្លាញយើងទាំងអស់គ្នាសូមអភ័យទោសចំពោះឯកឧត្តមតើអ្នកបាននិយាយអ្វីដល់ពួកគេភាពថ្លៃថ្នូររបស់ពួកគេសូម្បីតែ Private Shield ការពារពួកគេវាអាចថាពួកគេជាតួលេខដ៏សំខាន់មិនអាចទៅរួចខ្ញុំបានជួបពួកអភិជនទាំងអស់របស់អធិរាជគ្រប់គ្នាប៉ុន្តែគាត់ខ្ញុំមិនដែលឃើញពីមុនមកទេប៉ុន្តែចុះយ៉ាងណាបើមន្ត្រីនេះគ្រាន់តែរក្សាទម្រង់ទាបអ្នកណាខ្វល់ថាគាត់ជាអ្នកណាអនុញ្ញាតឲ្យខ្ញុំធ្វើឲ្យច្បាស់មន្ត្រីនេះមានការពេញចិត្តពីអធិរាជទោះជាយ៉ាងណាអ្នកជាអ្នកថ្លៃថ្នូរអ្នកអាចវាដាច់អធិរាជម្ចាស់របស់ខ្ញុំតើអ្នកនឹងដឹងយ៉ាងណាអំពីការពេញចិត្តរបស់ព្រះចៅអធិរាជហើយមើលនេះពន្ធនេះត្រូវបានប្រគល់ជូនដោយព្រះចៅអធិរាជផ្ទាល់ប៉ុន្តែវាមានន័យសម្រាប់ Lady Jane ដែលអ្នកបានញ៉ាំវាទាំងនោះជារបស់ខ្ញុំយ៉ាន់ឆេងមិនបានអធិរាជ Emeritus ខាងខ្ញុំទេកាន់កាប់តួនាទីព្រះចៅអធិរាជហើយដេញខ្ញុំចេញហេតុអ្វីបានជាគាត់ផ្ញើអាហារមកខ្ញុំអីចឹងចានទាំងនោះពិតជាសម្រាប់យ៉ាង K Peng លេងវិញយួនបានទទួលទានអាហារអំណោយរបស់អធិរាជ Emeritus តើគាត់នឹងបាត់បង់ក្បាលរបស់គាត់ទៅវិញយួនតើយើងគួរសុំទោសលោកម្ចាស់ជាមុនសិនមិនអាចទៅរួចទេសួរថាតើយ៉ាង K Peng បងឲ្យអ្នកប៉ុន្មានខົບខិតជាមួយនាងហើយបញ្ឆោតខ្ញុំលីនវេងយុនបន្តនៅក្នុងការវង្វេងរបស់អ្នកហើយខ្ញុំនឹងមិនបង្ហាញសេចក្តីមេត្តាករុណាហឹមចៅវាយខេតគ្រាន់តែហ៊ានប្រជែងខ្ញុំនៅពេលដែលឪពុកក្មេករបស់ខ្ញុំមកដល់គ្មានអ្នកណាម្នាក់គេចផុតពីកូនប្រសារដ៏ថ្លៃថ្នូរឡើយឪពុកក្មេកឪពុកកូនប្រសារជាទីស្រឡាញ់សាររបស់អ្នកបាននិយាយថាអធិរាជ Emeritus នឹងស្ដារចំណងជើងរបស់ Marquis Chen Bei គឺជាការពិតប៉ុន្តែពួកគេបានធ្វើបាបកូនប្រសាររបស់អ្នកហើយហ៊ានធ្វើបាបយីយ៉ៅឪពុកក្មេកសូមដាក់ទោសពួកគេទាំងអស់ឲ្យធ្ងន់ធ្ងរតែហ៊ានមើលងាយផ្ទះរបស់ Marquis Chen Bei តើអ្នកមានបំណងដាក់ទោសអ្នកណាពងសាវតារមហាក្សត្រព្រះចៅអធិរាជលុតជង្គង់ក្នុងពេលតែមួយយ៉ាន់ថេងអ្នកគឺជាអធិរាជដ៏អស្ចារ្យអនុញ្ញាតឲ្យខ្ញុំពន្យល់ឪពុកក្មេកខ្ញុំដឹងថាអ្នកប្រកាសថាគាត់ពិតជាអធិរាជដ៏អស្ចារ្យមែនភាពស្ងៀមស្ងាត់សូមព្រះករុណាបង្ហាញសេចក្តីមេត្តាករុណាដល់មហេសីវ័យក្មេងនេះសម្រាប់ភាពល្ងងខ្លៅវ័យក្មេងរបស់គាត់នឹងបេកូនប្រសាររបស់អ្នកបានហួសពីភាពឆ្លើយអត់ទោសឲ្យយើងអធិរាជសូមបង្ហាញព្រះហឫទ័យមេត្តាករុណារបស់ព្រះអធិរាជបានដកហូតតំណែងដ៏ថ្លៃថ្នូររបស់អ្នករួចហើយប៉ុន្តែអ្នកនៅតែមិនប្រែចិត្តជេរប្រមាថព្រះចៅអធិរាជជំដងហើយម្ដងទៀតខ្ញុំមានន័យថាគ្មានការប្រមាថព្រះចៅអធិរាជមិនបានស្អប់ជាង K Peng ទេខ្ញុំគិតថាខ្ញុំជឿថានាងមិនមែនជាព្រះចៅអធិរាជទេតាមតវិជារបស់អ្នកប្រសិនបើនាងគ្រាន់តែជាមនុស្សសាមញ្ញសប្តាហ៍ថ្ងៃនេះតើអ្នកនឹងវាយនាងដោយអំណាចរបស់អ្នកឬម្ដាយខ្ញុំខុសម្ដាយលើកចុងក្រោយដែលអ្នកលុតជង្គង់នៅមុខអ្នកនិយាយពាក្យដែលថាគ្មានម្ដាយទេខ្ញុំពិតជាបានដឹងពីកំហុសរបស់ខ្ញុំ Mother Power ធ្វើឲ្យខ្ញុំខ្វាក់មុខម្ដាយរបស់ខ្ញុំបានប្រព្រឹត្តអាក្រក់ជាងសត្វដែលខ្ញុំប្រែចិត្តដោយស្មោះម៉ែខ្ញុំសមនឹងស្លាប់ដោយសារទង្វើមិនសមរម្យរបស់ខ្ញុំម៉ាក់ឥឡូវខ្ញុំយល់ហើយគ្មានទ្រព្យសម្បត្តិឬឋានៈអ្វីប្រៀបធៀបទៅនឹងសេចក្តីស្រឡាញ់របស់ម្ដាយឡើយខ្ញុំឬជេរខ្ញុំគ្រាន់តែផ្ដល់ឲ្យខ្ញុំនៅឱកាសចុងក្រោយមួយខ្ញុំមិនមែនជាម្ដាយរបស់អ្នកទេខ្ញុំបានរកឃើញអ្នកជាអ្នកសុំទាននៅមាត់ទ្វារក្រុងខ្ញុំមិនអាចជួយអ្នកឲ្យឈប់អង្វរខ្ញុំបានទេអ្នកជាម្ដាយពិតប្រាកដរបស់ខ្ញុំលេងវិញអ្នកមួយ
អ្នកបានជាជនផ្ដាច់ការដែលជួយដោយមិនលាក់លៀមមិនស័ក្តិសមជាកូនប្រុសពីរបំពេញអំណាចមិនគោរពព្រះចៅអធិរាជឧក្រិដ្ឋកម្មរបស់អ្នកមិនអាចអត់អន់ឲ្យបានទេឆ្មាំនិរទេសទាំង3នាក់នេះទៅព្រំដែនជាអចិន្ត្រៃយ៍ព្រះចៅអធិរាជជំហាមេត្តាអ្នកភូមិលើកសរសើរអ្នកមានអំណាចជន់ឈ្លីចៅក្រមទុនខ្សោយឈីវអ្នកដឹងពីរបៀបដោះស្រាយវាមិនចាំបាច់ទេប្រកាសជាមិនយាមនៅទីនេះទេនាំពួកគេទៅគុកកងឹតទុកឲ្យយើងជាមហាអធិរាជតោះទុកឲ្យខ្ញុំឈប់សម្រាកបន្ទាប់មកមន្ត្រីនេះនឹងដកចេញឥឡូវនេះបន្តទៅទៀតតើឧត្តមសេនីយ៍របស់អ្នកមានការណែនាំបន្ថែមទេខេពេញសូមឲ្យខ្ញុំពន្យល់តើមានអ្វីដើម្បីពន្យល់ពីព្រះចៅអធិរាជចូលនិវត្តន៍ដ៏ខ្ពង់ខ្ពស់ឋានៈរបស់អ្នកគឺខ្ពស់ណាស់នៅឡើយខ្លែងខ្លួនជាមហាសេដ្ឋីដើម្បីបញ្ឆោតខ្ញុំកុំខ្មាស់អៀនខ្ញុំគ្មានជំរឿផ្សេងទេអ្នកមើលងាយអធិរាជខ្លាំងណាស់ហេតុអ្វីបានជាខ្ញុំស្អប់ព្រះអង្គតើអ្នកមិនយល់ទេនោះហើយជាមូលហេតុដែលខ្ញុំមិនហ៊ានបង្ហាញអត្តសញ្ញាណពិតរបស់ខ្ញុំដូច្នេះនេះជាកំហុសរបស់ខ្ញុំពេលនេះកំហុសរបស់ខ្ញុំទាំងស្រុងខេពេញរងាប់កំហឹងរបស់អ្នកបានប្រកាសនៅពេលនោះថាតំណែងរបស់អធិរាជដាវ៉េជឺជាកម្មសិទ្ធិរបស់រូវីជីដូនពិតរបស់រូវីដូច្នេះបានឲ្យខ្ញុំដកចេញពីបល្ល័ង្ករបស់អធិរាជដាវ៉េជឺពេលដែលអ្នកដតីធ្វើបាបខ្ញុំអ្នកបានមកយ៉ាងលឿនទៅរកជំនួយរបស់ខ្ញុំអ្នកទទួលយកអត្ថប្រយោជន៍ទាំងអស់របស់ខេពេញខ្ញុំខុសសូមស្ងប់ចិត្តខ្ញុំមិនមែនជាប្រពន្ធរបស់អ្នកទេបន្តស្វែងរកជីដូនពិតរបស់រួយការរក្សាអ្នកគឺជាជីដូនពិតរបស់រួយតើអ្នកនិយាយថាខ្ញុំជាជីដូនពិតប្រាកដរបស់រួយគ្រប់ពាក្យដែលខ្ញុំនិយាយគឺជាការពិតអ្នកគឺជាភរិយាដ៏ត្រឹមត្រូវរបស់ខ្ញុំតែមួយគត់នៅក្នុងរាជវង្សយ៉ជីងសូមជាព្រះចៅអធិរាជតាមរយៈពាក្យរបស់អ្នកព្រះចៅអធិរាជគឺជាកូនប្រុសបង្កើតរបស់ខ្ញុំប៉ុន្តែខ្ញុំមិនដែលជួបអ្នកពីមុនអ្នកបានជួបខ្ញុំរក្សាតើអ្នកមិនមានសញ្ញាកំណើតផ្លែព្រូនពណ៌ក្រហមនៅលើឆ្អឹងរបស់អ្នកទេតើអ្នកដឹងដោយរបៀបណាថាមិនត្រឹមតែខ្ញុំដឹងរឿងនេះទេខ្ញុំក៏ដឹងដែរថា30ឆ្នាំមុនអ្នកបានសង្គ្រោះបរិសម្នាក់ហើយអ្នកគ្រប់គ្រាន់ហើយជួយខ្ញុំបរិសនោះមកពីក្រោយគឺអ្នកវាគឺជាខ្ញុំនេះតើនេះពិតជាពិតមែនខ្ញុំបានផ្ញើពាក្យទៅកាន់អធិរាជនឹងរួយពួកគេនឹងមកដល់ឆាប់នេះព្រះវរបតាអធិរាជយាយចាប់ពីពេលនេះទៅខ្ញុំនឹងក្លាយជាចៅប្រុសពិតរបស់យាយបតាអធិរាជព្រះមេដាគឺជាមេដាកំណើតរបស់ខ្ញុំបាទព្រះមេដាឆ្នាំទាំងអស់នេះកូនប្រុសនិងឪពុករបស់ខ្ញុំបានស្វែងរកអ្នកតើមានអ្វីកើតឡើងនៅទីនេះការពិតគឺខ្ញុំត្រឡប់ទៅរកអ្នកវិញប៉ុន្តែបានរកឃើញតែកូនប្រុសរបស់យើងដូច្នេះខ្ញុំបាននាំគាត់មកវិញដូច្នេះកូនប្រុសរបស់ខ្ញុំមិនត្រូវបានឆ្កែចោទចាប់នោះទេគាត់នៅរស់ខេពេញល្អណាស់អ្នកមិនខឹងខ្ញុំទេបន្ទាប់ពីទាំងអស់ដែលយើងបានស៊ូទ្រាំឥឡូវនេះខ្ញុំជឿថាការមានគ្រួសារយើងមានសុវត្ថិភាពនិងរួបរួមគឺជាអ្វីដែលសំខាន់បំផុតអស្ចារ្យណាស់ទីបំផុតខ្ញុំមានគ្រួសារពេញលេញព្រះមេត្តាបានឲ្យយើងត្រឡប់ទៅវាំងវិញយាយមកផ្ទះហើយតោះទៅផ្ទះតោះទៅចាប់ពីពេលនេះទៅយើងជាគ្រួសារនឹងមិនបែកគ្នាទៀតទេហើយមិនលែងបែកគ្នាទៀតហើយ